បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូននេះគឺជាសាច់រឿងមួយរបស់ប្រវត្តិក្រុមល្អអមក្រាក់ល្អអមឌឿននិងល្អអមហាម៉ារិនការដែលពួកគាត់ទៅលេងឯនេះសមុទ្រហើយក៏បានប៉ះអាគមជាមួយនឹងគ្រូខាងឥណ្ឌូនេស៊ីម្នាក់ហើយគ្រូអាគមម្នាក់នោះគឺគាត់មានមុនវិជ្ជាអាគមខ្លាំងមែនទែនហើយលោកអមទាំង3ពួកគាត់ក៏ពិបាកនឹងទប់ទល់ផងដែរអញ្ចឹងចង់ដឹងថាដំណើររឿងបែបណាសូមពុកម៉ែបងប្អូនចូលទៅស្ដាប់សាច់រឿងពេញទាំងអស់គ្នាគឺមានគ្រូអាគមខ្មែរម្នាក់ដែលគេរស់នៅឆ្ងាយពីភូមិស្រុករបស់លោកអមឌឿនសម្រាប់គ្រូអាគមម្នាក់នោះគឺគាត់មានវ័យប្រហែលជា50ឆ្នាំជាងប៉ុណ្ណោះប៉ុន្តែបើនិយាយពីការរៀនមន្តវិជ្ជាផ្សេងៗគឺគាត់ពិតជាចេះច្រើនខ្លាំងណាស់លោកគ្រូអាគមម្នាក់នោះគេមានឈ្មោះថាលោកគ្រូសូត្រហើយគេថែមទាំងមានកូនសិស្សរហូតដល់4នាក់ថែមទៀតផងសម្រាប់អាជីពការរស់ស៊ីប្រចាំថ្ងៃរបស់គ្រូអាគមម្នាក់នោះគេគឺជាគ្រូដោះអំពើក៏ដូចជាគ្រូស្រោចទឹកនៅតាមភូមិអីចឹងទៅហើយលោកគ្រូសូត្រម្នាក់នេះគាត់ពិតជាមានគេឈ្មោះល្បីខ្លាំងណាស់នៅក្នុងតំបន់នោះចំណែកឯកូនសិស្សរបស់គេទាំង4នាក់នោះគឺសុទ្ធតែមិនធម្មតាឡើយដោយសារតែពួកគេត្រូវបានបង្ហាត់បង្រៀនពីលោកគ្រូសូត្រយ៉ាងយកចិត្តទុកដាក់ជារៀងរាល់ថ្ងៃតែងតែមានអ្នកភូមិគេចូលមកឲ្យគ្រូសូត្រម្នាក់នេះគេទស្សន៍ទាយឬក៏មើលជំងឺផ្សេងជាពិសេសនោះគឺគេឲ្យលោកគ្រូសូត្រម្នាក់នេះស្រោចទឹកលើករាសីអីចឹងទៅសម្រាប់ការងារខ្លះគឺលោកគ្រូសូត្រគាត់មិនបានធ្វើដោយខ្លួនឯងនោះឡើយគឺគាត់តែងតែឲ្យកូនសិស្សរបស់គាត់ឲ្យគេទស្សន៍ទាយក៏ដូចជាដោះអំពើអីផ្សេងសម្រាប់គាត់វិញគឺគាត់មិនបានធ្វើរឿងអស់ទាំងនឹងឡើយជាធម្មតាគាត់តែងតែនៅក្នុងទីអាសនៈរបស់គាត់ហើយគាត់តែងតែស្វែងយល់អំពីតម្រានៅក្នុងគម្ពីរស្លឹករឹតរបស់គាត់រីឯលោកគ្រូសុទ្ធអ្នកនេះគាត់ចេះនៅមន្តវិជ្ជាច្រើនណាស់តម្រាស្នេហ៍តម្រាសឹកអាគមផ្សេងជាច្រើនគឺគាត់សុទ្ធតែចេះទាំងអស់ប៉ុន្តែនៅសល់តែគម្ពីរស្លឹករឹតមួយនេះចុងក្រោយទេដែលគាត់មិនទាន់បានមើលចប់ដោយសារតែគម្ពីរស្លឹករឹតមួយនេះគឺគាត់បានពីមិត្តភ័ក្តិរបស់គាត់ជារៀងរាល់ថ្ងៃលោកគ្រូសូត្រគាត់តែងតែស្រងំនៅក្នុងទីអាសនៈរបស់គាត់គឺគាត់មិនសូវបានចេញមកក្រៅនោះទេគឺជារៀងរាល់ថ្ងៃកូនសិស្សរបស់គាត់ទាំង4នាក់គឺពួកគេតែងតែផ្លាស់វេនគ្នាដើម្បីយកបាយមកហូបជូនលោកគ្រូសូត្រម្នាក់នេះឲ្យគាត់ហូបពិសាអញ្ចឹងរំលងពីមួយថ្ងៃទៅមួយថ្ងៃលោកគ្រូសូត្រម្នាក់នេះគាត់មិនដែលបានចេញពីទីអាសនៈរបស់គាត់ឡើយនិយាយរួមទៅសូម្បីតែការងូតទឹកអីគឺគាត់មិនបានទៅងូតទឹកទេដោយសារតែគាត់វក់នឹងគម្ពីរស្លឹករឹតមួយនោះខ្លាំងពេកបើតាមកូនសិស្សរបស់គាត់ដែលគេបាននិយាយគឺគេបាននិយាយថានៅថ្ងៃមួយសិស្សច្បងរបស់គេម្នាក់ដែលគេមានឈ្មោះថានីធឿននៅពេលដែលឃើញលោកគ្រូវក់នឹងគម្ពីរស្លឹករឹតនោះខ្លាំងពេកថ្ងៃនោះគេក៏បានសួរទៅកាន់លោកគ្រូសូត្រនៅនោះថាតើលោកគ្រូកំពុងតែស្វែងយល់អំពីអ្វីមើលទៅលោកគ្រូហាក់បីដូចជាផ្ចិតផ្ចង់ចំពោះការអានឬក៏បំបែកនៅក្នុងគម្ពីរស្លឹករឹតនេះខ្លាំងណាស់លោកគ្រូសូត្របន្ទាប់ពីគាត់បានឮសម្ដីរបស់កូនសិស្សរបស់គាត់បានសួរមកកាន់លោកគ្រូដូច្នេះគាត់ក៏បានតបទៅកូនសិស្សវិញថាគឺនៅក្នុងគម្ពីរនេះពិតជាអស្ចារ្យខ្លាំងណាស់គាត់បានអានគម្ពីរមុនអាគមជាច្រើនហើយប៉ុន្តែគាត់មិនដែលជក់ចិត្តក៏ដូចជាចង់ស្វែងយល់ដោយគម្ពីរស្លឹករឹតមួយក្បាលនេះឡើយនាយធឿនបន្ទាប់ពីគេបានឮសម្ដីរបស់លោកគ្រូគេនិយាយបែបនេះគេហាក់បីដូចជាសប្បាយចិត្តដែរដោយសារតែគេដឹងថានៅពេលដែលលោកគ្រូសូត្រអ្នកនេះគេរៀនចេះចាំអស់លោកគ្រូច្បាស់ជាបង្ហាត់បង្រៀនទៅដល់ពួកគេទាំង4នាក់ហើយអញ្ចឹងពេលវេលាដែលលោកគ្រូសូត្រដែលគាត់សង្ងំអាននៅគម្ពីរស្លឹករឹតរបស់គាត់ក៏ជួលប្រហែលជាមួយខែហើយប៉ុន្តែគាត់នៅតែមិនទាន់បានចេញពីក្នុងទីអាសនៈគាត់នៅឡើយទេបងប្អូនដែលរស់នៅក្នុងភូមិនោះក៏ដូចជាបងប្អូនដែលរស់នៅភូមិខាងក្រៅនៅពេលដែលពួកគេចង់មកពឹងពាក់លោកគ្រូសូត្រឲ្យដោះអំពើឬក៏ស្រោចទឹកលាបរាសីអីនោះពួកគេមិនដែលបានឃើញវត្តមានរបស់លោកគ្រូសូត្រឡើយដូច្នេះគេក៏បានសួរទៅកាន់កូនសិស្សរបស់លោកគ្រូសូត្រដែលជានីធឿនដែលគេជាសិស្សច្បងថាតើលោកគ្រូសូត្រគាត់រវល់ទៅណាផ្ដេចបានជាបណ្ដោយឲ្យកូនសិស្សទាំង4នាក់ដោះអំពើក៏ដូចជាលើករាសីទៅដល់អ្នកភូមិដូច្នេះដឹងទេគឺមានអ្នកភូមិច្រើនណាស់ដែលពួកគេមិនសូវជាសប្បាយចិត្តនៅឡើយដូចបងប្អូនបានដឹងស្រាប់មកហើយ
សម្រាប់កូនសិស្សគឺមុនវិជ្ជារបស់គេមិនដូចជាលោកគ្រូគេទេអាចថាគឺខុសកម្រិតគ្នាឆ្ងាយណាស់ដូច្នេះការដោះអំពើក៏ដូចជាការស្រោចទឹកលើករាសីអីនោះក៏មិនសូវជាមានលទ្ធផលល្អប៉ុន្មានឡើយហើយអ្នកភូមិដែលគេមកឲ្យលោកគ្រូសូត្រអ្នកនេះគេដោះអំពើអីហ្នឹងនៅពេលដែលឲ្យកូនសិស្សដោះអំពើទៅកាន់អ្នកភូមិទាំងអស់នោះគឺជំងឺរបស់អ្នកភូមិគឺពួកគេមិនបានជាដាច់នោះឡើយហើយជំងឺរបស់គេចេះតែរ៉ាំរ៉ៃបន្តពី1ថ្ងៃរហូតដល់1ខែលុះយូរទៅអ្នកភូមិនៅក្នុងភូមិនោះក៏ដូចជាអ្នកភូមិដែលគេនៅខាងក្រៅគឺពួកគេក៏លែងមកពឹងពាក់ឲ្យលោកគ្រូសូត្រអ្នកនេះដោះអំពើក៏ដូចជាស្រោចទឹកលើករាសីអីផ្សេងគឺពួកគេឈប់មកហើយដោយសារតែពួកគេមិនដែលបានជួបលោកគ្រូសូត្រនោះឡើយចំណែកឯកូនសិស្សរបស់លោកគ្រូសូត្រទាំង4នាក់នៅពេលនេះគឺមាន3នាក់ដែលគេបានត្រឡប់ទៅផ្ទះរបស់ឪពុកម្ដាយគេវិញហើយដោយសារតែពួកបរិសុទ្ធទាំង3នាក់នោះគឺពួកគេទាំង3នាក់ហាក់បីដូចជាមិនសូវជាមានចិត្តស្មោះត្រង់ក៏ដូចជាការតស៊ូឡើយគឺក្នុងចំណោមសិស្សទាំង4នាក់គឺមានតែនាយធឿនអ្នកនេះទេដែលគេមានចិត្តស្មោះត្រង់ក៏ដូចជាគោរពទៅកាន់គ្រូសូត្រខ្លាំងណាស់នៅក្នុងអំឡុងពេលដែលគ្មានអ្នកភូមិណាគេមករកឲ្យលោកគ្រូសូត្រនេះស្រោចទឹកក៏ដូចជាដោះអំពើផ្សេងគឺនាយធឿនអ្នកនេះគេក៏បាននិយាយប្រាប់ទៅកាន់លោកគ្រូសូត្រដូចគ្នាគឺគេនិយាយតាមដំណើររឿងបែបនេះជាធម្មតានាយធឿននៅពេលដែលគេយកបាយមកជូនលោកគ្រូសូត្រគេមិនដែលបានបើកទ្វារទីអាសនៈរបស់លោកគ្រូសូត្រឡើយជាធម្មតានៅពេលដែលគេលើកម្ហូបមកគឺគេគ្រាន់តែដាក់នៅមាត់ទ្វារក៏ដូចជាប្រាប់លោកគ្រូសូត្រថាបាយម្ហូបមកហើយលោកគ្រូគឺគេនិយាយតែប៉ុណ្ណេះទេព្រោះថាបើសិនជាគ្មានបញ្ជាឲ្យបើកទ្វារទីអាសនៈនោះទេគឺនាយធឿនគេមិនដែលហ៊ានបើកឡើយប៉ុន្តែនៅថ្ងៃនោះនាយធឿនគេរៀងឆ្ងល់ដែរព្រោះគេចង់ដឹងថាហេតុអ្វីបានជាលោកគ្រូគេសពថ្ងៃគឺមានអត្តចរិតមិនដូចកាលដែលលោកគ្រូគេពីមុនឡើយនៅថ្ងៃនោះបន្ទាប់ពីគេបានដាក់បាយម្ហូបនៅមុខទ្វារអាសនៈរបស់លោកគ្រូសូត្ររួចគេក៏បានពួននៅកន្លែងជញ្ជាំងមកខាងគឺនាយធឿនគេពួនចង់ដឹងថាតើលោកគ្រូរបស់គេចេញមកយកបាយម្ហូបយ៉ាងម៉េចហើយណាមួយខានជុំមុខលោកគ្រូប្រហែលជា1ខែហើយនាយធឿនគេថាមែនគឺគេនៅចាំប្រហែលជាមួយសន្ទុះធំលោកគ្រូរបស់គេក៏ចាប់ផ្ដើមចេញពីទីអាសនៈមកនៅពេលដែលគេបានឃើញរូបរាងរបស់លោកគ្រូគេពេលនេះគេពិតជាភ្ញាក់ផ្អើលខ្លាំងណាស់នៅពេលនោះគេចង់តែស្រែកនោះទេបងប្អូនដឹងទេថារូបរាងដែលជាលោកគ្រូសូត្រអ្នកនេះនៅពេលនេះគឺមិនដូចលោកគ្រូសូត្រនៅកាលពីមុនឡើយគ្រាន់តែលោកគ្រូរបស់គេបានបើកទ្វារទីអាសនៈមកគេថាក្លិនសអយអសយក៏បានឈួលច្រមុះគេតែម្ដងហើយបើមើលទៅរូបរាងរបស់លោកគ្រូគេនៅពេលនេះដោយសារតែកាលពីមុនលោកគ្រូរបស់គេគឺសក់គេរាងសតិចណាមួយសក់គាត់ឡើងវែងប៉ុន្តែឥឡូវគឺសក់របស់គាត់ជ្រុះសឹងតែអស់ពីក្បាលទៅហើយគឺនៅសល់តែប្រយបន្តិចបន្តួចតែប៉ុណ្ណោះចំណែកឯដៃរបស់គាត់វិញសុទ្ធតែដំបៅនេះអាចថាប្រហែលជាគាត់ខានងូតទឹកយូរណាស់ពេកហើយប្រហែលជាគាត់គិតច្រើនខ្លាំងទើបបណ្ដាលឲ្យគាត់មានសភាពបែបនេះនាយធឿនបន្ទាប់ពីបានឃើញរូបរាងលោកគ្រូរបស់គេនៅពេលនេះគេក៏បានស្លុតចិត្តជាខ្លាំងតបមកលោកគ្រូរបស់គេក៏បានចូលទៅកាន់ទីអាសនៈវិញចំណែកនាយធឿនគេក៏បានដើរចេញចុះទៅខាងក្រោមផ្ទះនៅពេលដែលគេបានដើរទៅដល់កន្លែងកម្មជណ្ដើរផ្ទះគេក៏បានអង្គុយសិញ្ជឹងគិតមួយសន្ទុះធំមើលទៅគេហាក់បីដូចជាមានទុក្ខកង្វល់ខ្លាំងណាស់ទី1អ្នកភូមិនៅពេលនេះមិនដូចកាលពីមុនឡើយព្រោះថាអ្នកភូមិនៅពេលនេះគេលែងទុកចិត្តទៅកាន់លោកគ្រូសូត្រហើយគឺគេគ្មានអ្នកណាមកឲ្យលោកគ្រូសូត្រគេដោះអំពើអ្វីទៀតឡើយចំណែកឯលោកគ្រូសូត្រគាត់គឺជាបរិសុទ្ធពោះម៉ាយដូច្នេះគាត់មិនមានប្រពន្ធកូននោះទេហើយនៅផ្ទះរបស់គាត់នៅពេលនេះគឺពិតជាស្ងាត់ខ្លាំងណាស់នៅផ្ទះរបស់លោកគ្រូសូត្រពេលនេះគឺនៅសល់តែនាយធឿនហើយនិងលោកគ្រូសូត្រប៉ុណ្ណោះនាយធឿនដោយសារតែគេជាសិស្សកតញ្ញូដូច្នេះគេក៏តែងតែលើកបាយម្ហូបជូនទៅកាន់លោកគ្រូសូត្រជារៀងរាល់ថ្ងៃប៉ុន្តែរំលងបានប្រហែលជា1ខែកន្លះក្រោយមកពេលនេះលោកគ្រូសូត្រគាត់ក៏បាននិយាយថាគឺឯងឈប់យកបាយម្ហូបមកយើងទៀតទៅដោយសារតែពេលនេះគឺលោកគ្រូបានសម្រេចឈានហើយដូច្នេះលោកគ្រូមិនបាច់បរិភោគអាហារក៏លោកគ្រូអាចរស់បានដែរ
នេះធឿននៅពេលនេះគេរឹតតែផ្លាយចិត្តជាងមុនប៉ុន្តែដោយសារតែជាលោកគ្រូគឺគេមិនបាននិយាយអ្វីនោះឡើយគេក៏បានឆ្លើយថាបាទលោកគ្រូបន្ទាប់មកគេក៏បានដើរចុះពីលើផ្ទះលុះរំលងបានប្រហែលជា2ខែក្រោយមកអ្នកភូមិគេចេះតែរអ៊ូរងើថាគឺមានផ្ទះខ្លះគេបាត់មន់ជាច្រើនហើយមានផ្ទះអ្នកខ្លះទៀតគឺគេបាននិយាយថាមិនដឹងថាជាសត្វអ្វីនោះទេគឺវាបានមកខំហែកស៊ីសត្វជ្រូករបស់គេនៅពេលនេះសត្វជ្រូកមួយក្បាលដ៏ធំរបស់គេក៏ត្រូវបានស្លាប់ចំណែកឯនៅខាងក្នុងពោះដែលជាគ្រឿងក្នុងរបស់សត្វជ្រូកទៀតសោតគឺមិនមានសេះសល់អ្វីនោះឡើយគឺពោះវៀនពោះតាំងអីក៏បាត់អស់រលីងតែម្ដងគឺសត្វមួយប្រភេទនេះវាស៊ីតែគ្រឿងក្នុងប៉ុណ្ណោះអ្នកភូមិនៅពេលនោះគេរៀងឆ្ងល់ដែរដោយសារតែគេមិនដែលបានជួបរឿងហេតុបែបនេះឡើយហើយការបាត់នៅសត្វមឿនក៏ដូចជាការហែកស៊ីពោះវៀនរបស់សត្វជ្រូកក៏ដូចជាពោះវៀនរបស់សត្វគោហេតុការណ៍នេះក៏ចេះតែកើតឡើងជាញឹកញាប់ដូច្នេះពេលនេះអ្នកភូមិគេក៏ចាប់ផ្ដើមដាក់ការសង្ស័យទៅកាន់គ្រូអាគមក៏ដូចជាពពួកអាបថ្មអ្វីផ្សេងៗពេលនោះស្រាប់តែមានបរិសម្នាក់ដែលគេការពីយប់មិញសត្វគោរបស់គេនៅយប់មិញមិនដឹងថាមានសភាពអ្វីនោះទេគឺបានខំហែកស៊ីនៅពោះវៀនក៏ដូចជាគ្រឿងក្នុងរបស់សត្វគោរបស់គេដូច្នេះពេលនេះគេពិតជាខឹងខ្លាំងណាស់ព្រោះថាសត្វគោមួយក្បាលនេះគេពិតជាស្រឡាញ់ណាស់ហើយត្រឹមតែមួយយប់ទេគឺសភាវៈនោះក៏បានសម្លាប់សត្វគោគេបែបនេះដោយពេលនោះគេក៏បានស្រែកក៏ដូចជានិយាយទៅកាន់អ្នកភូមិថាយើងត្រូវតែរកវិធីដោះស្រាយលុះចូលដល់យប់មួយគឺនៅក្នុងផ្ទះរបស់លោកអ៊ំគង់លោកអ៊ំគង់គិតគឺជាកសិករម្នាក់ដែលគាត់បានចិញ្ចឹមសត្វជ្រូករហូតដល់4ក្បាលចំណែកឯផ្ទះរបស់លោកអ៊ំគង់ទៀតសោតគឺគាត់រស់នៅខាងចុងភូមិហើយក្រុមគ្រួសាររបស់គាត់គឺមានសមាជិកតែ3នាក់ប៉ុណ្ណោះអញ្ចឹងដោយសារតែមួយរយៈកាលកន្លងមកនេះគឺតែងតែមានសភាពអ្វីៗយ៉ាងដែលបានចូលមកអុកឡុកនៅក្នុងភូមិស្រុករបស់ពួកនៅភូមិហើយសភាវៈដែលចម្លែកមួយនោះវាតែងតែចូលចិត្តស៊ីនៅគ្រឿងក្នុងសត្វពាហនៈរបស់បងប្អូនអ្នកភូមិខ្លាំងណាស់នៅយប់នោះលោកអ៊ំគង់ក៏រៀងភ័យដែរដោយសារតែគាត់ខ្លាចសភាវៈមួយនោះវាចូលមកស៊ីគ្រឿងក្នុងសត្វជ្រូករបស់ពួកគាត់ដូច្នេះលោកអ៊ំគង់គាត់ក៏បានកាប់នៅបន្លាឫស្សីជាច្រើនយកទៅដាក់ស្រះពាសពេញជុំវិញបរិវេណទ្រុងជ្រូករបស់គាត់ណាមួយនៅពេលយប់មួយនោះគាត់ក៏បានលោបមើលពីលើផ្ទះផងដែរគាត់ក៏ចង់ដឹងដែរថាតើនឹងមានសភាពអ្វីដែលចូលមកកាន់ផ្ទះរបស់គាត់នៅក្នុងយប់នោះលោកអ៊ំគង់គាត់មិនបានចូលសម្រាននោះទេគឺចូលសម្រានតែប្រពន្ធហើយនិងកូនគាត់ប៉ុណ្ណោះចំណែកឯគាត់វិញដោយសារតែបារម្ភពីសុវត្ថិភាពគ្រួសារហើយនិងសត្វជ្រូករបស់គាត់ដូច្នេះគាត់មិនបានសម្រាននោះឡើយគឺគាត់រងចាំមើលថាតើនឹងមានសភាពអ្វីដែលចូលមកកាន់ផ្ទះគាត់នៅយប់នេះលុះចូលដល់ប្រហែលជាម៉ោង8យប់ហើយប៉ុន្តែក៏មិនទាន់ឃើញនៅសភាវៈអ្វីដែលបានចូលមកកាន់ផ្ទះគាត់ឡើយចំណែកសត្វឆ្កែរបស់គាត់ដែលនៅខាងក្រោមផ្ទះវិញវាក៏មិនបានបន្លឺសំឡេងព្រុសឡើយប៉ុន្តែគាត់នៅតែរងចាំមើលលុះចូលដល់ប្រហែលជាម៉ោង10យប់សំឡេងសត្វឆ្កែក៏បានបន្លឺឡើងពេលនេះលោកអ៊ំគង់ក៏រៀងភ្ញាក់ដែរហើយគាត់ក៏បានសង្កេតដោយកែវភ្នែករបស់គាត់សម្លឹងមើលទៅសំឡេងដែលសត្វឆ្កែគាត់ព្រុសប៉ុន្តែសត្វឆ្កែរបស់គាត់វាព្រុសបានតែមួយភ្លាតទេសំឡេងស្រែករបស់សត្វឆ្កែក៏បានបន្លឺឡើងហើយមួយសន្ទុះក្រោយមកសត្វឆ្កែរបស់គាត់ក៏លែងឮសំឡេងទៀតហើយពេលនេះលោកអ៊ំគង់គាត់ក៏បានដឹងហើយថាតាមពិតទៅសភាវៈមួយនោះវាច្បាស់ជាសម្លាប់សត្វឆ្កែរបស់គាត់ហើយពេលនោះគាត់មិនហ៊ានចុះទៅដីនោះទេដោយគាត់រៀងខ្លាចដែរព្រោះផ្ទះគាត់រៀងដាច់ស្រយាលពីផ្ទះអ្នកភូមិផងណាមួយនៅផ្ទះរបស់គាត់ទៀតសោតគឺមានតែគាត់ទេគឺជាកម្លាំងស្នូលបើសិនជាគាត់កើតអីទៅប្រពន្ធហើយនិងកូនរបស់គាត់គឺពួកគេច្បាស់ជាមេម៉ាយកូនច្បាស់ជាកំព្រាដូច្នេះគាត់មានតែសង្ងំពូននៅលើផ្ទះចាំមើលថាតើសភាវៈអ្វីដែលបានចូលមកកាន់ទ្រុងជ្រូករបស់ពួកគាត់
លំគង់ថាមេញពេលនោះគឺដំណើរដែលគេដើរចូលមកកាន់កន្លែងទ្រង់ជ្រូករបស់គាត់គឺមិនមានបន្លឺសំឡេងអ្វីឡើយពេលនោះស្រមោលខ្មែរមួយក៏បានធ្វើដំណើរមកដល់ទ្រង់ជ្រូករបស់គាត់ចំណែកឯលំគង់គាត់កំពុងតែវេជញ្ជាំងស្លឹកដូងរបស់គាត់ដោយគាត់បានមើលតាមប្រឡោះប្រហោងជញ្ជាំងរបស់គាត់នោះចំណែកឯសភាវៈមួយនោះគាត់មើលទៅទំនងថាជារូបរាងរបស់មនុស្សយើងប៉ុន្តែបើក្រឡេកមើលទៅភ្នែករបស់វាវិញឡើងពណ៌ខៀវមិនត្រឹមតែប៉ុណ្ណោះនៅចំកន្លែងដើមទ្រូងរបស់វាគឺមានពន្លឺពណ៌ខៀវម្យ៉ាងគឺប៉ុនមេជើងនៅពេលនោះសភាវៈមួយនោះវាកំពុងតែយកបណ្ដាឫស្សីដែលគាត់បានស្រះជុំវិញកន្លែងទ្រង់ជ្រូកគាត់នោះយកចេញដើម្បីវាចូលទៅកាន់ទ្រង់ជ្រូករបស់គាត់ប៉ុន្តែនៅពេលដែលវាកំពុងតែយកបណ្ដាឫស្សីចេញទៅវាក៏បានក្រឡេកមើលឆ្វេងស្ដាំផងដែរតាមមើលប្រហែលជាវាខ្លាចម្ចាស់ផ្ទះគេភ្ញាក់អីចឹងទៅនៅពេលដែលសភាវៈមួយនោះវាងាកឆ្វេងស្ដាំហើយសម្លឹងមកកាន់ផ្ទះរបស់ល្អំគង់នេះពេលនោះពន្លឺភ្លើងដែលនៅនឹងដើមទ្រូងរបស់វាក៏បានបញ្ចាំងចំផ្ទៃមុខរបស់គេចំណែកល្អំគង់នៅពេលនេះនៅពេលដែលឃើញផ្ទៃមុខរបស់គេពេលនេះគាត់ក៏ហាក់បីដូចជាស្លុតចិត្តជាខ្លាំងបងប្អូនដឹងទេថាសភាវៈមួយនេះគេគឺជាលោកគ្រូសូត្រនោះឯងរូបរាងផ្ទៃមុខគឺច្បាស់ណាស់គឺជារូបរាងរបស់លោកគ្រូសូត្រតែម្ដងលំគង់នៅពេលដែលគាត់ឃើញរូបរាងសភាវៈមួយនោះគឺជាលោកគ្រូសូត្របែបនេះគឺគាត់ស្ទើរតែបន្លឺសំឡេងចេញមកក្រៅហើយប៉ុន្តែគាត់ក៏ព្យាយាមយកដៃខ្ទប់មាត់របស់គាត់បើសិនជាពេលនោះគាត់បន្លឺសំឡេងគឺខ្លាចថាប្រពន្ធហើយនិងកូនរបស់គាត់សុទ្ធតែមានគ្រោះថ្នាក់ទាំងអស់ដូច្នេះគាត់ក៏មានតែបង្ខំចិត្តបិទមាត់ហើយក៏ពូនសង្ងំមើលបន្តទៀតថាតើសភាវៈមួយនោះវាកំពុងតែធ្វើអ្វីទៀតគឺពិតដូចជាបងប្អូនអ្នកភូមិគេនិយាយពិតមែនសភាវៈមួយនោះនៅពេលដែលគេបានចូលទៅកាន់ទ្រង់ជ្រូករបស់គាត់ចំណែកឯសត្វជ្រូករបស់គាត់ទៀតសោតពួកវាហាក់បីដូចជាត្រូវសំណំរបស់សភាវៈមួយនោះយ៉ាងចឹងគឺពួកវាមិនផ្អើលសំបីតែបន្តិចបន្ទាប់មកសភាវៈចម្លែកមួយនោះវាក៏បានយកនៅកញ្ចក់ដៃដ៏មុតស្រួចរបស់វាគឺបានចាក់ទម្ងន់ពោះរបស់សត្វជ្រូកហើយវាកំពុងតែធ្វើសកម្មភាពហើយស៊ីគ្រឿងក្នុងរបស់សត្វជ្រូកគាត់តែម្ដងគាត់ថាពេលនោះគឺឈាមវិញគឺបាញ់ពីពេញនឹងរីឯលំគង់នៅពេលនោះគាត់ចេះថាពូនសង្ងំមើលពីសកម្មភាពរបស់គេរហូតដល់សភាវៈមួយនោះវាបានស៊ីនៅសត្វជ្រូករបស់គាត់អស់មួយបន្ទាប់ពីសភាវៈមួយនោះវាបានស៊ីសត្វជ្រូករបស់គាត់ឆ្អែតរួចវាក៏បានបន្លាស់ទីយ៉ាងលឿនគឺដើរចេញពីផ្ទះរបស់គាត់ចំណែកឯការបន្លាស់ទីរបស់វាទៀតសោតលំគង់គាត់ថាគាត់មើលសឹងតែមិនទាន់ដោយសារតែពេលយប់ផងអញ្ចឹងទម្រាំតែសភាវៈមួយនោះវាបានចាក់ចេញទៅគឺលំគង់គាត់ស្ទើរតែដកដង្ហើមមិនដល់គ្នាដោយសារតែពេលនោះគាត់ខំអត់ធ្មត់ខ្លាំងណាស់គឺខ្លាចគេឮសំឡេងរបស់គាត់ចំណែកឯមើលទៅរូបរាងកាយរបស់គាត់នៅពេលនេះគឺបែកញើសប៉ិនក្រពោតឯណោះនៅពេលនោះគាត់ក៏បានដើរចូលទៅកន្លែងដេករបស់គាត់វិញគឺគាត់មិនទាន់បាននិយាយរឿងទាំងអស់នេះប្រាប់ទៅកាន់ប្រពន្ធហើយនិងកូនគាត់នោះទេទោះដល់ពេលព្រឹកឡើងលំគង់ហើយនិងប្រពន្ធពួកគាត់ទាំងពីរនាក់ក៏បានធ្វើដំណើរទៅកន្លែងទ្រង់ជ្រូករបស់ពួកគាត់នៅពេលដែលពួកគាត់ធ្វើដំណើរទៅដល់គាត់ថាគឺឈាមបានបាញ់ពីពេញកន្លែងទ្រង់ជ្រូករបស់គាត់តែម្ដងចំណែកសភាវៈដែលជាគ្រឿងក្នុងរបស់សត្វជ្រូកវិញគឺរប៉ាត់រប៉ាយនៅពីពេញទ្រង់ជ្រូករបស់គាត់តែម្ដងអ៊ំស្រីសូភីបន្ទាប់ពីគាត់បានឃើញរឿងហេតុបែបនេះគាត់ពិតជាស្លុតចិត្តខ្លាំងណាស់គឺគាត់សឹងតែមិនហ៊ានមើលនៅកន្លែងទ្រង់ជ្រូករបស់គាត់នោះទេបន្ទាប់មកគាត់ក៏បានដឹកដៃប្តីរបស់គាត់ចេញពីកន្លែងនោះហើយគាត់ក៏បាននិយាយពិភាក្សាថាតើមានរឿងអ្វីបានកើតឡើងអីចឹងទៅអ៊ំស្រីសុភីគាត់ក៏បានសួរទៅកាន់ប្តីគាត់ដែលជាលំគង់ថាក្រែងថាកាលពីយប់មិញឯងនៅយាមមើលកន្លែងទ្រង់ជ្រូកយើងតើហាន់ដេចបានជាមានសភាវៈមួយនោះវាជួមកបានបែបនេះមិនត្រឹមតែប៉ុណ្ណោះក្រែងយើងបានកាប់នៅបណ្ដាឫស្សីជាច្រើនដើម្បីយកមកស្រះជុំវិញកន្លែងទ្រង់ជ្រូករបស់យើងហើយម្ដេចបានជាសភាវៈមួយនោះវាចូលមកបានបែបនេះ
លំគង់នៅពេលនោះគាត់ក៏បាននិយាយប្រាប់ពីដំណើរដើមរឿងដែលគាត់បានឃើញហេតុការណ៍នេះកាលពីយប់មិញគឺគាត់បាននិយាយប្រាប់ថាមានសភាវៈមួយនោះគឺរូបរាងរបស់គេគឺប្រៀបដូចជាមនុស្សយ៉ាងចឹងចំណែកឯមុខមាត់របស់គេទៀតសោតគឺមុខប្រៀបដូចជាលោកគ្រូសូត្រយ៉ាងចឹងប្រពន្ធដែលជាអ៊ំស្រីសុភីនៅពេលដែលឮប្តីនិយាយបែបនេះគាត់ក៏ហាក់បីដូចជាស្លុតចិត្តជាខ្លាំងដោយសារតែលោកគ្រូសូត្រនេះគាត់គឺកាលពីមុនជាមនុស្សល្អខ្លាំងណាស់ហើយគ្រួសារគាត់តែងតែទៅពឹងពាក់លោកគ្រូសូត្រឲ្យជួយរហូតនៅកាលពីយប់មិញខ្ញុំក៏ចង់ប្រាប់ឯងហើយនឹងកូនដែរប៉ុន្តែខ្ញុំខ្លាចនៅពេលដែលឯងស្ដាប់ហើយគឺឯងដេកមិនលក់ដូច្នេះនៅចាំពេលព្រឹកទើបខ្ញុំប្រាប់ឯងហើយបើសិនជាយើងដឹងរឿងហេតុនេះហើយយើងត្រូវតែប្រាប់ទៅកាន់បងប្អូនអ្នកភូមិឲ្យគេបានដឹងព្រោះថាបើបន្តបែបនេះទៀតសត្វជ្រូកសត្វពាហនៈនៅក្នុងភូមិយើងទាំងអស់ច្បាស់ជាគ្មានសត្វណាអាចរួចផុតពីកណ្ដាប់ដៃរបស់លោកគ្រូសូត្របានឡើយពេលនោះលោកអ៊ំគង់ហើយនិងអ៊ំស្រីសុភីពួកគាត់ក៏បានធ្វើដំណើរទៅកាន់ផ្ទះរបស់លោកអ៊ំមេភូមិតែមលោកអ៊ំមេភូមិតែមបន្ទាប់ពីឮលោកអ៊ំគង់ហើយនិងអ៊ំស្រីសុភីបាននិយាយរៀបរាប់អំពីសភាវៈមួយនោះលោកអ៊ំមេភូមិតែមគាត់ក៏បានយកបំពង់ឫស្សីហើយគាត់ក៏បានគោះបំពង់ឫស្សីនោះដើម្បីក៏ហៅបងប្អូនអ្នកភូមិឲ្យធ្វើដំណើរមកកាន់ផ្ទះគាត់បងប្អូនអ្នកភូមិបន្ទាប់ពីឮសំឡេងគូបំពង់ឫស្សីពីផ្ទះរបស់លោកអ៊ំមេភូមិតែមរួចមកនៅពេលនេះបងប្អូនអ្នកភូមិគេគិតថាច្បាស់ជាមាននឹងហេតុអ្វីមិនស្រួលហើយបានជាលោកអ៊ំមេភូមិក៏ហៅអ្នកភូមិដូច្នេះពេលនោះអ្នកភូមិជាច្រើនគេក៏បានធ្វើដំណើរទៅកាន់ផ្ទះរបស់លោកអ៊ំមេភូមិតែមទាំងថ្ងៃតែម្ដងលុះបានប្រហែលជា1ម៉ោងបងប្អូនអ្នកភូមិជាច្រើនគេក៏កំពុងតែឈរត្រៀតត្រានៅមុខផ្ទះរបស់លោកអ៊ំមេភូមិតែមដោយសារតែពួកគេចង់ដឹងថាតើលោកមេភូមិតែមគាត់មានរឿងអ្វីបានជាគាត់ហៅពួកគេដូច្នេះលោកមេភូមិតែមពេលនោះគាត់ក៏បាននិយាយរៀបរាប់ពីដំណើររឿងក៏ដូចជាគាត់បានសួរទៅកាន់បងប្អូនអ្នកភូមិថាតើរយៈពេលប៉ុន្មានថ្ងៃមកនេះតើមានបងប្អូនអ្នកភូមិណាខ្លះដែលសត្វពាហនៈត្រូវបានសភាវៈអ្វីយ៉ាងបានចូលទៅអបលោកក៏ដូចជាសភាវៈមួយនោះបានស៊ីក្នុងសត្វពាហនៈរបស់បងប្អូនអ្នកភូមិពេលនោះមានបងប្អូនអ្នកភូមិច្រើនណាស់ដែលគេបានលើកដៃនៅពេលនោះលោកមេភូមិតែមគាត់ក៏បាននិយាយទៅកាន់អ្នកភូមិថានៅពេលនេះយើងបានរកឃើញមុខរបស់សភាវៈអាក្រក់មួយនោះបានហើយចំណែកអ្នកភូមិនៅពេលនោះពួកគេពិតជាសប្បាយចិត្តខ្លាំងណាស់ដោយសារតែពេលនេះគឺមានដំណោះស្រាយហើយបងប្អូនអ្នកភូមិជាច្រើនគេក៏បានសួរទៅកាន់លោកមេភូមិតែមថាតើសភាវៈមួយនោះវាជាសត្វអ្វីឬក៏ជាធ្មប់អាបនៅតំបន់ណានៅពេលនោះលោកមេភូមិតែមគាត់មិនបាននិយាយឡើយដោយគាត់ក៏បានឲ្យប្តីប្រពន្ធដែលជាលោកអ៊ំគង់ហើយនិងអ៊ំស្រីសុភីនេះឲ្យនិយាយពីដំណើរសាច់រឿងដែលពួកគេបានឃើញជួបប្រទះនៅហេតុការណ៍កាលពីយប់មិញឲ្យនិយាយប្រាប់ទៅកាន់បងប្អូនអ្នកភូមិឲ្យពួកគេបានដឹងពេលនោះលោកអ៊ំគង់គាត់ក៏បានធ្វើដំណើរទៅឈរចំពីមុខពងមនុស្សជាច្រើនដោយគាត់បាននិយាយថាគឺដោយសារតែមួយរយៈកាលកន្លងមកនេះគឺមានសភាវៈអ្វីម្យ៉ាងដែលបានចូលមកអបលោកភូមិរបស់ពួកយើងដូច្នេះហើយកាលពីយប់មិញខ្ញុំក៏បានស្រះនៅបណ្ដាឫស្សីជាច្រើនគឺស្រះពីពេញនៅបរិវេណជុំវិញទ្រុងជ្រូករបស់ខ្ញុំហើយនៅក្នុងយប់នោះខ្ញុំមិនបានដេកពួននោះទេដោយខ្ញុំចាំសង្ងំមើលនៅសភាវៈមួយនោះលុះចូលដល់ប្រហែលជាម៉ោង10យប់សភាវៈចម្លែកមួយនោះវាពិតជាបានចូលមកកាន់កន្លែងទ្រុងជ្រូករបស់ខ្ញុំពិតមែននៅពេលនោះខ្ញុំពិតជាភ័យខ្លាំងណាស់ដោយខ្ញុំមិនហ៊ានចុះពីលើផ្ទះនោះឡើយលោកគង់គាត់ថែមទាំងបន្តនិយាយទៀតថាតើបងប្អូនអ្នកភូមិទាំងអស់គ្នាដឹងទេថាតើសភាវៈមួយនោះគេគឺជាសត្វឬក៏ជាមនុស្សពេលនោះអ្នកភូមិជាច្រើនគេធ្វើទាំងមុខហាក់បីដូចជារឿងឆ្ងល់ដែរដោយសារតែលោកគង់សួរសំណួរប្លែកៗបែបនេះបន្ទាប់មកលោកគង់គាត់ក៏បាននិយាយថាសភាវៈមួយនោះវាគឺជាមនុស្សទេប៉ុន្តែមនុស្សមិនចំមនុស្សខ្មោចមិនចំខ្មោចហាក់បីដូចជាធ្មប់ឬក៏សភាវៈអ្វីយ៉ាងចឹងប៉ុន្តែខ្ញុំក្រឡេកមើលទៅមុខរបស់វាគឺមុខមាត់របស់វាប្រៀបដូចជាមុខរបស់លោកគ្រូសូត្រយ៉ាងចឹងនៅក្នុងវងចំណោមអ្នកភូមិទាំងអស់
នៅពេលនោះក៏មាននាយធឿនដែលគេនៅក្នុងវងមនុស្សទាំងអស់នោះដូចគ្នានៅពេលដែលឮសំដីល្អមគង់និយាយថាសភាវៈមួយនោះគឺជាលោកគ្រូសូត្រដែលជាលោកគ្រូរបស់នាយធឿនបែបនេះនាយធឿននៅពេលនោះគេក៏បានសរសេរខ្លួនដើម្បីចេញពីវងមនុស្សហើយគេនឹងយកដំណឹងនេះទៅប្រាប់លោកគ្រូរបស់គេឲ្យគេចខ្លួនប៉ុន្តែនៅពេលដែលគេកំពុងតែសរសេរខ្លួនបំរុងនឹងរត់ចេញពីកន្លែងវងមនុស្សហើយដោយសារតែពេលនោះលោកមេភូមិតាមគាត់បានឃើញទាន់គាត់ក៏បានឲ្យបងប្អូនអ្នកភូមិចាប់ខ្លួនរបស់នាយធឿននេះទុកសិនព្រោះខ្លាចគេយកដំណឹងនេះទៅប្រាប់គ្រូរបស់គេដោយសារតែនាយធឿននេះគេគឺជាសិស្សដែលកតញ្ញូខ្លាំងណាស់បន្ទាប់ពីចាប់ខ្លួនរបស់នាយធឿនរួចលោកមេភូមិតាមហើយនិងបងប្អូនអ្នកភូមិជាច្រើនគឺពួកគេមានទាំងអ្នកកាន់កំបិតកាន់ពូថៅហើយថែមទាំងដំបងគឺពេលនេះពួកគេទាំងអស់គ្នាក៏បានធ្វើដំណើរទៅកាន់ផ្ទះរបស់លោកគ្រូសូត្រតែម្ដងលុះមិនយូរប៉ុន្មានបងប្អូនអ្នកភូមិជាច្រើនគេក៏បានធ្វើដំណើរទៅដល់ផ្ទះរបស់លោកគ្រូសូត្រដោយលោកមេភូមិតាមគាត់បានរៀបចំជាកម្លាំងដើម្បីព័ន្ធនៅជុំវិញផ្ទះរបស់លោកគ្រូសូត្រមិនឲ្យលោកគ្រូសូត្ររត់ទៅណាបានឡើយរីឯពេលនោះអ្នកភូមិគេក៏បាននាំខ្លួនរបស់នាយធឿនទៅដែរដោយនាយធឿនគេគឺជាសិស្សកតញ្ញូផងដូច្នេះនាយធឿនគេក៏បានស្រែកទៅពីខាងក្រោមផ្ទះគឺគេស្រែកប្រាប់ឲ្យលោកគ្រូគេចាក់ចេញពីផ្ទះរបស់គេទៅព្រោះតែពេលនេះបងប្អូនអ្នកភូមិច្រើនណាស់ដែលគេបានឡោមព័ទ្ធផ្ទះរបស់លោកគ្រូសូត្រអំឡុងពេលនោះលោកអមេភូមិតាមគាត់ក៏បានបញ្ជាបរិះពេញកម្លាំងប្រហែលជា4នាក់គឺឲ្យគេទៅនាំខ្លួនរបស់លោកគ្រូសូត្រដើម្បីឲ្យអ្នកភូមិគេកាត់ទោសឲ្យចឹងទៅនៅពេលនោះបរិះទាំង4នាក់ដែលគេសុទ្ធតែមានមាឌធំគឺពួកគេក៏បានឡើងទៅដល់លើផ្ទះរបស់លោកគ្រូសូត្រតែម្ដងលុះនៅពេលដែលបរិះទាំង4នាក់នោះគេឡើងទៅបានមួយសន្ទុះសំឡេងក្ដុងក្ដាំងនៅលើផ្ទះក៏បានបន្លឺឡើងហើយអំឡុងពេលនោះក៏មានបរិះ2នាក់គឺបរិះទាំង2នាក់នោះមិនដឹងថាគេត្រូវបានអ្វីវាយទៅកាន់ពួកគេទេគឺពួកគេទាំង2នាក់ស្រាប់តែខ្ទាតចេញពីផ្ទះរបស់លោកគ្រូសូត្រហើយពួកគេធ្លាក់ទៅដល់ដីលុះសុទ្ធតែដុបបន្ទាប់មកបរិះទាំង2នាក់ទៀតគេក៏បានខ្ទាតដូចគ្នាគឺគេខ្ទាតទ្រុសជញ្ជាំងតែម្ដងអំឡុងនៅពេលនោះម្នាក់ក៏ចាប់ផ្ដើមបើកភ្នែកធំដោយសារតែគេមិនដឹងថាមានអ្វីទេដែលនៅលើផ្ទះរបស់លោកគ្រូសូត្រលោកមេភូមិតាមគាត់បានទៅជួយគ្រាបរិះទាំង4នាក់នោះបន្ទាប់មកគាត់ក៏បានសួរថាតើមានអ្វីដែលនៅលើផ្ទះនោះចំណែកពេលនោះបរិះម្នាក់ដែលនៅក្នុងចំណោមបរិះទាំង4នាក់នោះគេក៏បាននិយាយថាគឺសត្វចម្លែកលោកមេភូមិនៅពេលដែលឮគេថាសត្វចម្លែកពេលនោះក៏រៀងភ្ញាក់ផ្អើលដែរគាត់ថាมันអាចទៅរួចទេមានសត្វចម្លែកឯណាដែលនៅលើផ្ទះរបស់លោកគ្រូសូត្រទៅបន្ទាប់មកបរិះម្នាក់នោះគេក៏បាននិយាយពីភិនភ័ក្រសត្វចម្លែកដែលគេជួបនោះគេថាតាមភិនភ័ក្រដែលខ្ញុំឃើញនោះគេហាក់បីដូចជាមិនមែនជារូបរាងរបស់លោកគ្រូសូត្រឡើយដោយសារតែនៅលើក្បាលរបស់គេគឺមានស្នែងពក2ហើយចំណែកឯមាត់របស់គេវិញគឺមានចង្កូមស្រួចតិចបើនិយាយពីរូបរាងកាយក៏ដូចជាដៃរបស់គេវិញសុទ្ធតែរំបើអ្នកភូមិហើយនិងលោកមេភូមិតាមបន្ទាប់ពីឮពាក្យសម្ដីរបស់បរិះម្នាក់នេះគេនិយាយបែបនេះគឺនៅពេលនោះលោកមេភូមិតាមគាត់ក៏បានបញ្ជាឲ្យអ្នកភូមិគេឡើងទៅទៀតគឺគាត់បានបញ្ជាឲ្យបរិះដែលនៅក្នុងភូមិរបស់គាត់គឺចំនួន4នាក់ប៉ុន្តែម្ដងនេះគឺម្នាក់ប្រដាប់ដោយកំបិតហើយនិងពូថៅនៅពេលនោះពួកគេទាំង4នាក់ក៏កំពុងតែព្យាយាមឡើងលើកាំជណ្ដើរផ្ទះរបស់លោកគ្រូសូត្រប៉ុន្តែនៅពេលដែលពួកគេកំពុងតែព្យាយាមឡើងនោះក៏ស្រាប់តែឮសំឡេងប្រៀបដូចជាសត្វអ្វីវាបានក្រហមយ៉ាងចឹងនៅពេលដែលឮបែបនេះគឺពួកគេមិនហ៊ានឡើងទៀតឡើយបន្ទាប់មកបរិះទាំង4នាក់នោះគេក៏បានរត់ត្រឡប់មកក្រោយវិញអំឡុងពេលនេះដោយសារតែលោកមេភូមិតាមគាត់បញ្ជាអ្នកភូមិណាក៏គេមិនហ៊ានឡើងឡើយដូច្នេះវិធីចុងក្រោយលោកមេភូមិតាមគាត់មិនតែប្រើភ្លើងដើម្បីដុតទៅកាន់ផ្ទះរបស់លោកគ្រូសូត្រព្រោះថានៅពេលនេះលោកគ្រូសូត្រគឺមិនដូចពីមុនឡើយបន្ទាប់មកអ្នកភូមិជាច្រើនគេក៏បានយកចន្លោះភ្លើងម្នាក់មួយមកបន្ទាប់មកលោកមេភូមិគាត់ក៏បានបញ្ជាអ្នកភូមិឲ្យគប់ចន្លោះភ្លើងទៅចំផ្ទះរបស់លោកគ្រូសូត្រដោយសារតែផ្ទះរបស់លោកគ្រូសូត្រគឺជាផ្ទះប្រក់ដោយដំបូលស្បូវក៏ដូចជាជញ្ជាំងស្លឹកដូងដូច្នេះគឺងាយស្រួលក្នុងការដុតខ្លាំងណាស់បន្ទាប់ពីអ្នកភូមិគេបានគប់
ភ្លើងចន្លុះជាច្រើនទៅកាន់ទេរបស់គ្រូសូត្រភ្លាមអណ្ដាតភ្លើងដ៏សន្ធោសន្ធៅក៏បានឆេះទេរបស់លោកគ្រូសូត្រអញ្ចឹងក្នុងអំឡុងពេលដែលអណ្ដាតភ្លើងកំពុងតែឆាបឆេះផ្ទះរបស់លោកគ្រូសូត្រពេលនោះក៏ស្រាប់តែមានសភាវៈអ្វីម្យ៉ាងគឺជាស្រមោលខ្មៅមួយដែលបានស្ទុះចេញពីក្នុងអណ្ដាតភ្លើងនោះបន្ទាប់មកស្រមោលខ្មៅមួយនោះវាពិតជាមានសន្ទុះលឿនខ្លាំងណាស់ដោយអ្នកភូមិពេលនោះមានចំនួនច្រើនណាស់ដែលកំពុងតែឈរត្រៀបត្រាប៉ុន្តែក៏ស្រាប់តែស្រមោលខ្មៅមួយនោះវារត់បំបុករហូតដល់អ្នកភូមិប្រហែលជា 4-10 នាក់គឺពួកគេដួលត្រៀបត្រានៅលើដីតែម្ដងអំឡុងពេលនោះក៏មានអ្នកភូមិជាច្រើនអ្នកដែរដែលគេខំព្យាយាមរត់តាមស្រមោលខ្មៅមួយនោះប៉ុន្តែដោយសារតែវាមានល្បឿនលឿនពេកគឺមិនមានអ្នកភូមិណាគេតាមទៅទាន់ឡើយប៉ុន្តែគេក៏សង្កល់ឃើញថានៅពេលដែលស្រមោលខ្មៅនោះវារត់ដល់កំពតព្រៃមួយដែលនៅក្បែរភូមិរបស់គាត់គឺស្រមោលខ្មៅមួយនោះវាក៏បាត់រូបរាងតែម្ដងដូច្នេះដោយសារតែក្នុងព្រៃវារាងងងឹតអ្នកភូមិគ្មានអ្នកណាគេហ៊ានទៅតាមឡើយដោយសារតែពួកគេក៏ខ្លាចមានគ្រោះថ្នាក់ដូចគ្នាបន្ទាប់មកអ្នកភូមិជាច្រើនគេក៏បានត្រឡប់ទៅផ្ទះរបស់ពួកគេរៀងៗខ្លួនប៉ុន្តែនៅពេលនោះម្នាក់ៗរៀងព្រួយបារម្ភដែរគឺខ្លាចថាសភាវៈមួយនោះវាត្រឡប់ចូលភូមិធ្វើបាបអ្នកភូមិវិញដូច្នេះហើយលោកមេភូមិតែមគាត់ក៏បានឲ្យអ្នកភូមិ2-3នាក់ឲ្យគេទៅតាមរកគ្រូអាគមនៅខាងក្រៅដើម្បីឲ្យគ្រូអាគមទាំងអស់នោះគេចូលមកកម្ចាត់លោកគ្រូសូត្រព្រោះតាមមើលទៅលោកគ្រូសូត្រពេលនេះមិនមែនដូចលោកគ្រូសូត្រកាលពីមុនឡើយគឺពេលនេះគាត់ប្រហែលបែកអាគមទៅជាព្រាយហើយលុះរំលងបានប្រហែលជាមួយថ្ងៃអ្នកភូមិរបស់លោកមេភូមិតែមដែលគេមានឈ្មោះថានីជេននេះគេក៏មិនដឹងថាគេរកគ្រូអាគមបានមកពីណាឡើយគឺមានគ្រូអាគម2នាក់ដែលពួកគេទាំងពីរនាក់នេះគេគឺជាបងប្អូនជាមួយគ្នាតែម្ដងដែលគ្រូអាគមជាបងគេមានឈ្មោះថាហុកចំណែកឯគ្រូអាគមដែលជាប្អូនគេមានឈ្មោះថាហូនលោកគ្រូហុកហូននេះគេក៏ជាគ្រូម្នាក់ដែលនៅភូមិផ្សេងហើយតាមដែលអ្នកភូមិគេប្រាប់ពួកគាត់ទាំងពីរនាក់ក៏ជាគ្រូអាគមមួយដែលខ្លាំងផងដែរនៅពេលដែលនីជេនគេបាននាំគ្រូអាគម2នាក់បងប្អូននេះមកដល់ផ្ទះរបស់លោកមេភូមិភ្លាមលោកមេភូមិតាមគាត់ក៏បាននិយាយប្រាប់ពីដំណើរដើមរឿងពីដើមប្រាប់ទៅកាន់គ្រូអាគម2នាក់បងប្អូននេះឲ្យពួកគេបានដឹងនៅពេលដែលលោកមេភូមិបាននិយាយប្រាប់រួចហើយគាត់ក៏បាននិយាយទៀតបើសិនជាលោកគ្រូទាំងពីរនាក់អាចកម្ចាត់នៅសភាវៈមួយនេះបានគាត់នឹងជូនមាសប្រាក់ជាច្រើនជាពិសេសនោះគឺជាបងប្អូនអ្នកភូមិតែម្ដងដែលអ្នកភូមិទាំងអស់គេយល់ព្រមរៀបអង្គាសជាលុយកាក់ដើម្បីជូនជាកំណល់គ្រូទៅកាន់គ្រូអាគមទាំងពីរអ្នកបងប្អូនគាត់ថានៅពេលនោះគឺមាសប្រាក់ពិតជាច្រើនណាស់គឺឡើងមួយជើងពៀនតែម្ដងលោកគ្រូហុកហើយនិងលោកគ្រូហូននៅពេលដែលពួកគេទាំងពីរនាក់បានឃើញនៅចំនួនមាសប្រាក់ដ៏ច្រើននៅលើជើងពៀនបែបនេះគឺពួកគេទាំងពីរអ្នកបងប្អូនក៏ញញឹមដាក់គ្នាបន្ទាប់មកគេក៏និយាយទៅកាន់លោកមេភូមិក៏ដូចជាបងប្អូនអ្នកភូមិដែលនៅក្បែរនោះថាមិនអីទេខ្ញុំនឹងព្យាយាមកម្ចាត់នៅគ្រោះភ័យមួយនេះជូនដល់ពុកម៉ែបងប្អូនដែលនៅទីនេះមិនឲ្យបងប្អូនអ្នកភូមិព្រួយបារម្ភអ្វីឡើយគឺចាំតែស្ដាប់ដំណឹងល្អទៅគឺនៅក្នុងយប់នេះខ្ញុំនឹងចាប់ផ្ដើមធ្វើពិធីនៅមុខកំពតព្រៃមួយនោះខ្ញុំនឹងកម្ចាត់នៅសភាវៈដ៏អាក្រក់មួយនេះដើម្បីរកសេចក្តីសុខជូនបងប្អូនទាំងអស់គ្នាដូច្នេះនៅក្នុងយប់នេះបើសិនជាបងប្អូនអ្នកភូមិណាដែលគេហ៊ានគេអាចទៅមើលកន្លែងដែលខ្ញុំធ្វើពិធីបានតែបើថាមិនហ៊ានទេអាចនៅក្នុងផ្ទះក៏បានដែរព្រោះខ្លាចថាបើសិនជាផ្លាត់ស្នៀតអីទៅអាចនឹងបងប្អូនដែលទៅមើលនោះអាចនឹងមានគ្រោះថ្នាក់ដូច្នេះបើសិនជាបងប្អូនណាដែលចង់ទៅមើលគឺអាចទៅមើលបានប៉ុន្តែខ្ញុំមិនធានាសុវត្ថិភាពឡើយទោះដល់ពេលក្បាលល្ងាចលោកគ្រូហុកហើយនិងលោកគ្រូហូនទាំងពីរអ្នកបងប្អូនពួកគេក៏បានរៀបចំធ្វើពិធីនៅមាត់កំពតព្រៃមួយនោះហើយនៅពេលនោះមិនមានបងប្អូនអ្នកភូមិណាគេហ៊ានទៅមើលឡើយដោយសារតែកាលពីថ្ងៃគឺលោកគ្រូទាំងពីរអ្នកបងប្អូននេះបាននិយាយប្រាប់ហើយគឺមិនធានាសុវត្ថិភាពដូច្នេះពួកគេក៏រៀងខ្លាចដែរ
ណាមួយពួកគេក៏ធ្លាប់ដឹងពីឫទ្ធិអំណាចរបស់ព្រាយដែលសន្ធិដ្ឋនៅក្នុងខ្លួនរបស់លោកគ្រូសូត្រចំណែកឯបងប្អូនដែលនៅក្នុងភូមិនៅយប់នេះគឺពួកគេមិនហ៊ានចេញពីផ្ទះឡើយគឺម្នាក់ពួនសងំនៅក្នុងផ្ទះទាំងអស់ដោយត្រឹមតែប្រហែលជាម៉ោង 7 យប់ប៉ុណ្ណោះសំឡេងឆ្កែលូដ៏ក្រលួចក៏បានចាប់ផ្ដើមលូពីចុងភូមិរហូតដល់ដើមភូមិតែម្ដងហើយជាពិសេសនោះគឺសំឡេងឆ្កែដ៏ក្រលួចនោះវាក៏បានទៅលូនៅម្ដុំដែលគ្រូទាំងពីរនាក់បងប្អូននោះគេកំពុងតែធ្វើពិធីដើម្បីកម្ចាត់ទៅកាន់វិញ្ញាណព្រាយដែលបានចូលសន្ធិដ្ឋនៅក្នុងខ្លួនរបស់លោកគ្រូសូត្រនោះតែម្ដងចំណែកឯបងប្អូនในភូមិដែលគេនៅលើផ្ទះទៀតសោតពេលនេះម្នាក់ហ្នឹងទោះបីជាពួកគេមិនបានទៅឃើញហេតុការណ៍នេះក៏ពិតមែនតែម្នាក់នៅលើផ្ទះគឺញ័ររួញអស់ហើយបន្ទាប់ពីសំឡេងឆ្កែលូដ៏ក្រលួចនោះវាចេះតែលូរហូតដល់ប្រហែលជាម៉ោង 9 យប់សំឡេងឆ្កែលូនោះក៏បានឈប់លូតែម្ដងចំណែកបងប្អូននៅភូមិវិញគេក៏មិនដឹងថាមានរឿងហេតុការណ៍អ្វីបានកើតឡើងឡើយដោយគេចាំពេលព្រឹកទើបគេហ៊ានចុះពីលើផ្ទះដើម្បីទៅកន្លែងដែលគ្រូទាំងពីរបងប្អូននោះគេធ្វើពិធីលុះចូលដល់ប្រហែលជាម៉ោង 6 ព្រឹកបងប្អូននៅភូមិជាច្រើនគេក៏បានធ្វើដំណើរទៅកន្លែងដែលគ្រូពីរនាក់បងប្អូននោះគេធ្វើពិធីការពីយប់មិញពួកគេក៏ចង់ដឹងដែរថាសក្កាគមមួយនេះតើខាងណាដែលជាអ្នកឈ្នះលុះនៅពេលដែលបងប្អូននៅភូមិគេធ្វើដំណើរទៅដល់កន្លែងដែលគ្រូពីរនាក់បងប្អូននោះគេធ្វើពិធីនោះគឺពេលនោះលោកអមេភូមិតែមគាត់ក៏បានគក់ទ្រូងគាត់ថាពុទ្ធោអើយពិតជាស្រណោះទៅកាន់គ្រូអាគមពីរនាក់បងប្អូននេះខ្លាំងណាស់បងប្អូនដឹងទេថាសភាពនៅពេលនេះគ្រូអាគមទាំងពីរនាក់បងប្អូននោះគេមានសភាពដូចបែបណាគឺនៅពេលនោះគ្រូអាគមទាំងពីរនាក់បងប្អូននោះគឺគេកំពុងតែដេកស្លាប់រនេតរនាលពាសពេញនឹងចំណែកឯខ្សែសមារបស់គ្រូអាគមដែលគេបានធ្វើពិធីព័ទ្ធជុំវិញនោះគឺដាច់រប៉ាត់រប៉ាយពាសពេញនឹងតែម្ដងជាពិសេសនោះរឿងដែលរន្ធត់បំផុតគឺសាកសពគ្រូអាគមពីរនាក់បងប្អូននេះគឺនៅត្រង់ចំណុចពោះរបស់ពួកគេនៅពេលនេះគឺគ្មានពោះវៀនពោះតាំងអ្វីឡើយចំណែកពោះវៀនថ្លើមប្រមាថអ្វីផ្សេងគឺគ្មានសេះសល់សូម្បីតែបន្តិចគឺហេតុការណ៍នេះពិតជាគួររន្ធត់ខ្លាំងណាស់ដល់មេភូមិតែពេលនោះគាត់ក៏បានចាត់បងប្អូនអ្នកភូមិដើម្បីយកសាកសពពួកគេទៅបូជាព្រោះមើលទៅគឺពិតជាអណយធមខ្លាំងណាស់លុះរំលងបានប្រហែលជា2ថ្ងៃក្រោយគឺអ្នកភូមិពេលនេះគឺគេបាត់កូនស្រីម្នាក់ដែលកូនស្រីនោះទៀតសោតគឺនាងកំពុងតែពេញក្រមុំតែម្ដងម្ដាយឪពុកនៅពេលដែលគេបាត់កូនស្រីពួកគេក៏ចេះតែតាមរោគគឺម្ដាយឪពុកគេរោគពេញមួយថ្ងៃហើយក៏មិនឃើញមានវត្តមានរបស់កូនស្រីឡើយលុះចូលដល់ថ្ងៃទី2ឪពុកម្ដាយគេក៏បានពឹងពាក្យឲ្យអ្នកភូមិជាច្រើនឲ្យគេជួយតាមរោគព្រោះកំពុងតែមានហេតុការណ៍ថ្មីដែលកំពុងតែកើតឡើងផងនៅពេលនេះគេពិតជាបារម្ភនៅសុខភាពរបស់កូនស្រីខ្លាំងណាស់នោះនៅពេលដែលមានជំនួយពីអ្នកភូមិច្រើនបងប្អូនអ្នកភូមិគេក៏បានរកឃើញកូនស្រីរបស់គេនៅពេលដែលគេទៅរកឃើញនោះគឺរកឃើញនៅត្រង់ចំណុចគុម្ពឫស្សីដែលនៅខាងក្រោយភូមិហើយសភាពនៅពេលនេះគឺគេមិនមានជីវិតឡើយគឺនាងក្រមុំម្នាក់នេះនៅពេលនេះគេបានស្លាប់ហើយចំណែកការស្លាប់របស់គេទៀតសោតគឺពិតជាអណយធមខ្លាំងណាស់គឺពោះរបស់គេគឺគ្មានសេះសល់ពោះវៀនពោះតាំងឡើយគឺការស្លាប់ហាក់បីដូចជាការស្លាប់របស់គ្រូអាគមទាំងពីរនាក់នោះយ៉ាងចឹងនៅពេលដែលដំណឹងនេះបានលេចលឺទៅដល់លោកអមីភូមិតែពីនេះគាត់រឹតតែភ័យខ្លាំងជាងមុនកាលពីមុនការស្លាប់ភាគច្រើនគឺសុទ្ធតែតាក់ទងទៅនឹងសត្វពាហនៈតែប៉ុណ្ណោះប៉ុន្តែពេលនេះក៏រីករាលដាលដល់មនុស្សយើងហើយតាមមើលប្រហែលជាលោកគ្រូសូត្រដែលមានវិញ្ញាណព្រាយសន្ធិដ្ឋនៅក្នុងខ្លួននោះគេធ្លាប់បានស៊ីនៅគ្រឿងក្នុងរបស់មនុស្សហើយគឺគេបានស៊ីគ្រឿងក្នុងគ្រូអាគមទាំងពីរនាក់នោះហើយនៅពេលនេះប្រកាសជាគេញៀននឹងស៊ីគ្រឿងក្នុងមនុស្សម្ដងហើយបានជាគេចេះតែចាប់អ្នកភូមិដើម្បីយកទៅស៊ីនៅគ្រឿងក្នុងបែបនេះនៅពេលនេះអ្នកភូមិម្នាក់ពួកគេប្រហោងពោះអស់ហើយ
ដោយសារតែនៅវេនបន្ទាប់មិនដឹងថាធ្លាក់ទៅលើអ្នកណាឡើយដោយសារតែលោកមេភូមិតាមគាត់កើតក្តីព្រួយបារម្ភខ្លាំងពេកពេលនេះគាត់មិនដឹងថាទៅរកគ្រូអាគមណាឲ្យមកកម្ចាត់នៅសភាវៈមួយនេះបានឡើយប៉ុន្តែពេលនេះគាត់ក៏ស្រាប់តែនឹកឃើញមិត្តភ័ក្តិរបស់គាត់បងប្អូនដឹងថាមិត្តភ័ក្តិរបស់លោកអ៊ំតាមនេះគាត់គឺជានរណាទេតាមពិតទៅមិត្តភ័ក្តិរបស់គាត់គឺគាត់នឹកដល់លោកអ៊ំឌឿននេះឯងព្រោះថានៅចំនួនសម័យខ្មែរក្រហមគឺពួកគាត់ទាំងពីរនាក់ក៏ធ្លាប់ធ្វើជាទាហានកងពលជាមួយគ្នាហើយធ្លាប់បានរួមស្លាប់រួមសុខទុក្ខជាមួយគ្នាជាច្រើនលើកផងដែរហើយគាត់ក៏ដឹងថាលោកអ៊ំឌឿនគាត់រស់នៅភូមិស្រុកនៅក្បែរនេះដែរដូច្នេះលោកអ៊ំតាមនៅពេលនេះគាត់ក៏បានឲ្យអ្នកភូមិពីរនាក់រួមដំណើរទៅស្រុកភូមិរបស់លោកអ៊ំឌឿនដើម្បីអញ្ជើញឲ្យលោកអ៊ំឌឿនចូលមកកម្ចាត់នៅសភាវៈដ៏ចម្លែកមួយនេះនោះមិនយូរប៉ុន្មានលោកអ៊ំតាមហើយនឹងបរិសុទ្ធពីរនាក់ទៀតពួកគាត់ក៏បានធ្វើដំណើរទៅដល់ក្នុងស្រុកភូមិរបស់លោកអ៊ំឌឿនប៉ុន្តែដោយសារតែគាត់មិនស្គាល់ពីផ្ទះរបស់លោកអ៊ំឌឿនឡើយគ្រាន់តែដឹងដំណឹងថាលោកអ៊ំឌឿនគាត់រស់នៅស្រុកភូមិនេះគាត់ក៏បានធ្វើដំណើរបណ្ដើរសួរទៅកាន់អ្នកភូមិបណ្ដាហើយមិនយូរប៉ុន្មានគាត់ក៏បានទៅដល់កន្លែងទូកអីវ៉ាន់ហើយនឹងផ្ទះរបស់លោកអ៊ំឌឿនតែម្ដងនៅពេលនោះគាត់ក៏បានជួបអ៊ំស្រីបុប្ផាដែលជាប្រពន្ធរបស់លោកអ៊ំឌឿនបន្ទាប់មកគាត់ក៏បានសាកសួរអញ្ចឹងទៅបន្ទាប់ពីសាកសួររួចលោកស្រីបុប្ផាគាត់ក៏បាននាំលោកអ៊ំភូមិតាមហើយនឹងបរិសុទ្ធពីរនាក់ទៀតដើម្បីទៅខាងក្នុងផ្ទះរបស់គាត់ដោយសារតែពេលនេះលោកអ៊ំឌឿនគាត់កំពុងតែដោះអំពើឲ្យអ្នកភូមិចំណែកនៅពេលនោះលោកអ៊ំហាំរិនហើយនិងលោកក្រាក់ពួកគាត់ទាំងពីរនាក់ក៏កំពុងតែជួយធ្វើពិធីដោះអំពើនេះផងដែរដោយសារតែការនឹងអំពើមួយនេះគឺជាអំពើរបស់ព្រាយក្បាល8ដែលបានធ្វើមកកាន់អ្នកភូមិស្រុករបស់គាត់ចំណែកពេលនោះលោកមេភូមិតាមគាត់មិនហ៊ានចូលទៅមកខានទេព្រោះតែលោកឌឿនហើយនិងលោកក្រាក់លោកហាំរិនពួកគាត់ទាំង3នាក់កំពុងតែធ្វើនៅពិធីដើម្បីបណ្ដេញព្រាយក្បាល8ចេញពីអ្នកភូមិរបស់គាត់គឺលោកមេភូមិតាមគាត់ចាំរហូតដល់មួយស្ទុះធំទើបលោកអ៊ំឌឿនគាត់បានធ្វើពិធីនេះចប់ហើយថែមទាំងបានបណ្ដេញនៅវិញ្ញាណព្រាយក្បាល8ចេញពីអ្នកភូមិរបស់គាត់ទៀតផងបន្ទាប់ពីគាត់បានបណ្ដេញព្រាយក្បាល8ចេញរួចគាត់ក៏បានធ្វើដំណើរដើម្បីមករាតៈទៅកាន់លោកមេភូមិតាមព្រោះពួកគាត់ក៏ជាមិត្តភក្តិនឹងគ្នាផងដែរលំឌឿនគាត់ក៏បានសួរទៅកាន់លោកមេភូមិតាមថាយ៉ាងម៉េចអាតាមខានជួបមកគ្នាយូរហើយវៃហើយចេះរੂផ្ទះគ្នាឃើញហើយថ្ងៃនេះខ្យល់អីបានបក់ឯងមកដល់ផ្ទះគ្នាហើយព្រោះថាតាំងពីយូរណាស់មកហើយឯងមិនដែលបាននឹកគ្នាមកលេងផ្ទះអញឡើយលោកមេភូមិតាមពេលនោះគាត់រៀងអេះអុញដោយសារតែគាត់ពិតជាមិនដែលបានមកលេងផ្ទះរបស់លោកឌឿនឡើយហើយការមកលើកនេះទៀតសោតក៏មកពឹងពាក្យទៀតពេលនោះគាត់រៀងរួចអេះចិត្តដែរប៉ុន្តែលោកឌឿនគាត់ក៏បាននិយាយថាមិនអីទេតែបើថាមានបញ្ហាឬក៏ចង់ឲ្យគ្នាជួយអីនិយាយមកបើសិនជាគ្នាជួយបានគ្នានឹងជួយព្រោះមើលទៅមុខរបស់ឯងបើសិនជាមិនមានការចាំបាច់អីឯងមិនមកលេងផ្ទះអញឡើយចំណែកពេលនោះលោកហាំរិនហើយនិងលោកក្រាពួកគាត់ក៏បានមកអង្គុយក្រេជាមួយនឹងពួកលោកទាំងពីរនាក់ដែលកំពុងតែនិយាយគ្នានោះចំណែកឯបរិសុទ្ធទាំងពីរនាក់ផ្សេងទៀតគឺពួកគេមិនហ៊ានអង្គុយនៅលើក្រេជាមួយទេដោយសារតែគេមានអាយុក្មេងជាងគឺគេនៅឈរអបដៃចាំមើលលោកមេភូមិតាមហើយនឹងលោកឌឿនគាត់ជជែកគ្នាលោកមេភូមិតាមនៅពេលដែលគាត់ឃើញវត្តមានលោកហាំរិនហើយនឹងលោកក្រាពេលនោះគាត់ក៏បានសួរទៅកាន់លោកឌឿនថាតើពួកគេទាំងពីរនាក់គឺជាអ្នកណាពេលនោះលោកឌឿនគាត់ក៏បាននិយាយប្រាប់តាមត្រង់ថាពួកគេគឺជាមិត្តភក្តិរបស់អញហើយថែមទាំងជាមិត្តភក្តិស្លាប់រស់ទៀតផងពេលនោះលោកមេភូមិតាមលោកឌឿនលោកក្រាពួកគាត់ទាំង3នាក់ក៏បានធ្វើកិច្ចរាក់ទាក់គ្នាតាមរបៀបចាស់ទុំអីចឹងទៅហើយពួកគាត់ក៏បានអង្គុយជជែកគ្នាទាំង4នាក់តែម្ដងនៅពេលនេះលោកមេភូមិតាមគាត់ក៏បាននិយាយរៀបរាប់តាំងពីដំណើរដើមរឿងតាំងពីដើមដែលតាកតងទៅនឹងលោកគ្រូសូត្ររហូតដល់គាត់ខ្លាចជាព្រាយដែលបែកអាគមបន្ទាប់មកក៏បានធ្វើទុកបុកម្នេញទៅកាន់អ្នកភូមិគាត់
ហើយគ្រួគុំទាំងពីរនាក់ដែលបានចូលទៅជួយនោះពួកគេក៏បានស្លាប់ទៀតដូច្នេះហើយទើបគាត់បានខំធ្វើដំណើរដើម្បីមកជួបរំដឿននេះដើម្បីឲ្យទៅជួយដោះស្រាយទុក្ខលំបាកទៅកាន់អ្នកភូមិរបស់គាត់រំដឿននៅពេលនោះគាត់ក៏បានអង្គុយគិតមួយសន្ទុះដោយសារតែគាត់មួយរយៈនេះគាត់មិនសូវបានទំនេរឡើយគឺចេះតែជួយដល់អំពើអ្នកនេះអ្នកនោះរហូតដោយគាត់មិនមានពេលសម្រាកទាល់តែសោះប៉ុន្តែលើកនេះដោយសារតែមិត្តភ័ក្តិខំធ្វើដំណើរស្កាត់មកពីចម្ងាយដូច្នេះគាត់មិនអាចបដិសេធបានឡើយចំណែកពេលនោះគាត់ក៏បានក្រឡេកមើលទៅកាន់ទឹកមុខលំដឿនលំក្រាស់គាត់និយាយថាតើពួកអញព្រមទៅជាមួយអញដែរទេអញ្ចឹងដោយពុកម៉ែបងប្អូនបានដឹងពីអត្តចរិតរបស់ពួកគាត់ទាំង3នាក់ហើយមិនថាទៅណាឬក៏មានរឿងអ្វីឡើយក៏ពួកគាត់ទាំង3នាក់មិនដែលចោលគ្នាឡើយជាពិសេសនោះគឺនៅគ្រាដែលមានទុក្ខលំបាកក៏ដូចជានៅក្នុងគ្រាអាសន្ននៅពេលនោះលំដឿនលំក្រាក់គាត់មិនបាននិយាយអ្វីឡើយគឺគាត់ក៏បានងក់ក្បាលតែម្ដងហើយពេលនោះលោកមេភូមិតាមគាត់ពិតជាសប្បាយចិត្តខ្លាំងណាស់ប៉ុន្តែដោយសារតែពេលនោះវាជិតចូលពេលយប់ហើយដូច្នេះលោកមេភូមិតាមគាត់ក៏បានសម្រាននៅផ្ទះរបស់លំដឿនមួយយប់លុះដល់ពេលព្រឹកឡើងពួកគាត់ក៏បានឡើងរទេះគោរបស់លោកមេភូមិតាមទៅជាមួយគ្នាតែម្ដងហើយនៅលើរទេះគោនោះទៀតសោតគឺមានគ្នារហូតដល់6នាក់ឯណោះដោយសារតែមុនដំបូងលោកមេភូមិតាមគាត់មករកតែលំដឿនទេប៉ុន្តែដោយសារតែមានមិត្តភ័ក្តិគាត់ទៅជាមួយគឺឡើងគ្នារហូតដល់ទៅ6នាក់ចំណែកនៅពេលនោះគឺលោកមេភូមិតាមគាត់មិនទាន់ដឹងពីសវនាពិតរបស់លោកអំដឿនហើយនិងលោកក្រាក់ឡើយគឺគាត់ដឹងត្រឹមតែថាលោកអំទាំងពីរនាក់គឺជាមិត្តភ័ក្តិរបស់លោកអំដឿនគឺគាត់មិនដឹងទេថាពលលោកអំទាំងពីរនាក់ក៏ជាកំពូលគ្រោះគុំដូចគ្នាលុះពួកគាត់ធ្វើដំណើរតាមរទេះគោប្រហែលជាម៉ោង3រសៀលពួកគាត់ក៏បានទៅដល់ភូមិស្រុករបស់លោកតាមតែម្ដងនៅពេលដែលទៅដល់ភ្លាមលំដឿនលំក្រាក់និងលំហាំរិនពួកគាត់ក៏បានឡើងទៅកាន់ផ្ទះរបស់លំតាមតែម្ដងគឺពួកគាត់ឡើងទៅលើផ្ទះរបស់លំតាមនេះដើម្បីតាំងសមាធិគឺដើម្បីស្មើស្មានចង់ដឹងពីប្រវត្តិរបស់លោកគ្រូសូត្រក៏ដូចជាចង់ដឹងពីកម្រិតមន្តអាគមរបស់លោកគ្រូសូត្រនោះថានៅពេលដែលគេបែកទៅជាព្រាយនេះតើគេមានមន្តអាគមខ្លាំងដល់កម្រិតណាហើយនិយាយទៅគឺពលអមទាំង3នាក់នេះគាត់មុននឹងធ្វើអ្វីគឺគាត់បានគិតដល់ល្អិតល្អន់ក៏ដូចជាហ្មត់ចត់ខ្លាំងណាស់គឺគាត់មិនដែលធ្វើប្រហែសការងារឡើយលុះនៅពេលដែលពួកគាត់បានអង្គុយស្មឹងស្មាតមួយសន្ទុះធំពួកគាត់ទាំង3នាក់សុទ្ធតែមើលឃើញដូចគ្នាថាប្រវត្តិរបស់លោកគ្រូតាមនេះគេគឺជាមនុស្សល្អទេប៉ុន្តែដោយសារតែគេវក់នឹងគម្ពីរដែលបានពីមិត្តភ័ក្តិរបស់គេនោះហើយនៅក្នុងគម្ពីរនោះទៀតសោតគឺពិតជាមានអត្ថន័យជ្រាលជ្រៅណាស់បើសិនជាយើងរៀននៅមន្តអាគមខ្លាំងគឺជាគម្ពីរស្លឹករឹតដែលមានអានុភាពខ្លាំងប៉ុន្តែរៀនដោយគ្មានគ្រូនោះគឺវាអាចនឹងធ្វើឲ្យយើងបែកអាគមទៅជាព្រាយឬក៏វិញ្ញាណព្រាយដែលវានៅក្នុងគម្ពីរនោះវាអាចចេញមកចូលសន្ធិដ្ឋនៅរូបរាងកាយរបស់យើងបានហើយនៅពេលដែលវាចូលមកសន្ធិដ្ឋលើរូបរាងកាយយើងបានបែបនេះគឺយើងមិនដឹងថាខ្លួនឯងកំពុងតែធ្វើរឿងអ្វីឡើយនៅពេលនោះពលអមទាំង3នាក់គាត់ក៏បានចុះពីលើផ្ទះរបស់លោកអមវិភូមិតាមដើម្បីទៅនិយាយប្រាប់ពីដំណើរដើមរឿងអីចឹងទៅគឺគាត់មើលឃើញបែបណាគឺគាត់និយាយបែបនេះចំណែកនៅពេលនោះក៏មានអ្នកភូមិមួយចំនួនដែរដែលគេបានធ្វើដំណើរមកកាន់ផ្ទះរបស់លោកអមវិភូមិព្រោះបានបរិះទាំងពីរអ្នកនោះគេបាននិយាយថាលោកមីភូមិតាមគាត់បានទៅអញ្ជើញគ្រូអាគមនៅខាងក្រៅគឺឲ្យមកជួយភូមិស្រុករបស់យើងដូច្នេះអ្នកភូមិគេក៏ចង់ដឹងដែរថាគ្រូអាគមថ្មីនេះគេជាមនុស្សបែបណាគេស្លៀកពាក់បែបម៉េចអីយ៉ាងចឹងទៅនៅពេលដែលអ្នកភូមិជាច្រើនគេបានមកដល់ផ្ទះរបស់លោកមីភូមិភ្លាមគឺគេបានក្រឡេកមើលទៅកាន់ពលអមទាំង3នាក់ជាពិសេសនោះគឺគេបានក្រឡេកមើលលោកហាំរិនតែម្ដងគឺលោកហាំរិននេះគាត់មានមាឌធំហើយសក់គាត់រាងវែងមើលទៅហាក់បីដូចជាមនុស្សជាគោមយ៉ាងចឹងប៉ុន្តែចិត្តគាត់គឺចិត្តល្អបរិសុទ្ធទេអ្នកភូមិនៅពេលដែលគេឃើញសម្បកក្រាបែបនេះ
គេហាក់បីដូចជាឆ្អើមក៏ដូចជាមិនចូលចិត្តទៅកាន់លោកមហាមរិនឡើយចំណែកឯការស្លៀកពាក់របស់ពលអមទាំង3នាក់ទៀតសោតគឺគាត់ស្លៀកពាក់ជាអ្នកភូមិធម្មតានោះទេគឺមិនដូចជាគ្រូអាគមនៃហុកនេះហូននោះឡើយដែលនៃហុកនេះហូននោះគេស្លៀកសពាក់សហើយមើលទៅរឹកពីរបស់គេគឺទំនងជាគ្រូអាគមជាងពលអមទាំង3នាក់ពេលនោះមានអ្នកភូមិខ្លះគេគ្រាន់តែឃើញរូបរាងរបស់ពលអមទាំង3នាក់គេមិនបាននិយាយអ្វីឡើយគឺគេក៏ស្រាប់តែដើរចេញទៅប៉ុន្តែក៏មានអ្នកភូមិខ្លះដែរដែលគេបាននិយាយថាត្រៀមតែក្តាមឈូសហើយទៅគឺគេនិយាយបែបនេះតែម្ដងចំណែកឯលោកហាមរិនវិញបន្ទាប់ពីគាត់លឺសម្ដីបែបនេះគាត់ពិតជាខឹងទៅកាន់អ្នកភូមិទាំងប៉ុន្មានអ្នកនោះខ្លាំងណាស់គឺគាត់ស្ទឹងតែស្ទុះទៅវាយអ្នកភូមិទាំងអស់នោះហើយអ្នកភូមិទាំងប៉ុន្មានអ្នកនោះបន្ទាប់ពីគេបានឃើញចរិតរឹកពីរបស់អ៊ំហាមរិនភ្លាមគេរឹតតែបានដៃគឺគេបាននិយាយថានេះឬជាចរិតរបស់គ្រូអាគមបន្ទាប់មកគេក៏បានសើចហើយពួកគេក៏បានចាក់ចេញទៅពេលនោះឡំហាមរិនគាត់សឹងតែរត់ទៅតាមវាយគេទេប៉ុន្តែក៏ត្រូវបានឡំឌឿនហើយនឹងឡំក្រាក់គាត់បានចាប់ជាប់ណាមួយនៅពេលនោះក៏បានឡំមេភូមិតាមគាត់ជួយសម្រួលដូច្នេះស្ថានភាពតឹងតែងក៏បានបញ្ចប់ហើយឡំឌឿនគាត់ក៏បាននិយាយទៀតទៅកាន់អ្នកភូមិដែលគេមានជំនឿទៅកាន់ពលអមទាំង3នាក់ប៉ុន្តែមានមិនច្រើនអ្នកនោះឡើយគឺសល់តែ7 8អ្នកប៉ុណ្ណោះដែលគេនិយាយឲ្យពលអមជួយទៅកាន់អ្នកភូមិរបស់គេពេលនោះឡំឌឿនគាត់ក៏បាននិយាយទៅកាន់អ្នកភូមិទាំងអស់នោះថាគឺខ្ញុំនឹងជួយបងប្អូនសូមបងប្អូនកុំភ័យបន្ទាប់មកឡំឌឿនគាត់ក៏បានឲ្យលោកមេភូមិតាមទៅអញ្ជើញនាយធឿនដែលគេគឺជាសិស្សសំណប់របស់លោកគ្រូសូគឺគាត់ឲ្យលោកមេភូមិតាមទៅហៅគេមកតែម្ដងលោកមិនយូរប៉ុន្មាននាយធឿនគេក៏បានមកដល់ពិតមែនបន្ទាប់មកឡំឌឿនគាត់ក៏បានឲ្យនាយធឿនគេនិយាយត្រង់នៅអ្វីដែលនាយធឿននោះគេបានឃើញគឺឲ្យនិយាយរៀបរាប់ប្រាប់ទៅកាន់បងប្អូនអ្នកភូមិនៅពេលនេះនាយធឿនគេក៏បានដាច់ចិត្តទម្លាយនៅអាកំបាំងរបស់លោកគ្រូសូតែម្ដងគឺគេបាននិយាយប្រាប់ទៅកាន់អ្នកភូមិថាពីដំបូងឡើយគ្រូរបស់គេគឺជាមនុស្សល្អទេប៉ុន្តែតាំងតែពីលោកគ្រូគាត់បានគម្ពីរស្លឹករឹតមួយដែលជាតម្រារបស់សត្វអាគមគឺលោកគ្រូគាត់ក៏បានវក់នឹងតម្រាមួយនោះខ្លាំងណាស់ហើយនៅក្នុងតម្រានោះទៀតសោតគឺគាត់បានឃើញនៅរូបសត្វក្របីសត្វខ្លានិងសត្វផ្សេងៗជាច្រើនទៀតហើយមិនដឹងថាមានអសរអ្វីខ្លះទេដោយសារតែលោកគ្រូគាត់មិនអោយគាត់មើលឡើយនេះគ្រាន់តែគាត់លួចមើលបន្តិចបន្តួចតែប៉ុណ្ណោះហើយនៅពេលដែលលោកគ្រូរបស់គេវក់យូរទៅលោកគ្រូរបស់គេក៏ងប់ងល់ខ្លាំងរហូតដល់គាត់មិនដែលចេញមកងូតទឹកឡើយចំណែកឯបាយទឹកទៀតសោតសុទ្ធតែជានាយធឿននេះគេយកទៅជូនដល់ទីអាសនៈតែម្ដងគឺគាត់បើកទ្វារយកតែបាយម្ហូបហូបបន្តិចបន្តួចទេហើយគាត់ក៏បានបិទទ្វារទៅវិញហើយការធ្វើបែបនេះគឺរំលងចូលដល់ប្រហែលជាមួយខែកន្លះទើបសភាពគាត់ប្រែក្លាយទៅជាសភាវៈមួយដែលខ្មោចបញ្ចំខ្មោចមនុស្សបញ្ចំមនុស្សធ្មប់បញ្ចំធ្មប់គឺហាក់បីដូចជាសត្វចម្លែកយ៉ាងចឹងប៉ុន្តែនៅពេលនេះខ្ញុំក៏មិនសូវជាស្អប់គាត់ដែរទោះបីជាគាត់ធ្វើរឿងអាក្រក់ជាច្រើនក៏ដោយព្រោះកាលនៅគាត់ជាមនុស្សល្អគឺគាត់តែងតែប្រដៅទូន្មានឲ្យខ្ញុំធ្វើតាមអំពើល្អក៏ដូចជាបង្ហាត់នៅវិជ្ជាជាច្រើនដែលគាត់ចេះគឺគាត់មិនដែលលាក់ខ្ញុំឡើយប៉ុន្តែជាអកុសលអីបានជាកម្មទាំងអស់ធ្លាក់ទៅលើខ្លួនរបស់លោកគ្រូគាត់ដែលគាត់គឺជាមនុស្សល្អបែបនេះនិយាយរួចគេក៏បានស្រក់ទឹកភ្នែកចំណែកបងប្អូនអ្នកភូមិក៏ដូចជាពលអមទាំង3នាក់ពួកគាត់នៅពេលដែលស្ដាប់សម្ដីរបស់នាយធឿនរួចគឺពួកគាត់ពិតជាអង្លង់អន្លួចខ្លាំងណាស់គឺពួកគេម្នាក់ក៏សឹងតែស្រក់ទឹកភ្នែកតាមនាយធឿននេះដោយសារស្ដាប់ទៅពិតជាកំសត់ខ្លាំងណាស់នៅពេលនោះឡំឌឿនឡំក្រាក់និងឡំហាមរិនពួកគាត់ក៏បាននិយាយទៅកាន់អ្នកភូមិថាគឺនៅក្បាលល្ងាចនេះគាត់នឹងទៅធ្វើពិធីនៅមុខកំពតព្រៃដែលជាកន្លែងលាក់ខ្លួនរបស់លោកគ្រូសូត្រនោះតែម្ដងហើយអ្នកភូមិទាំងអស់គ្នាអាចទៅបានគឺគាត់ធានាសុវត្ថិភាព 100% គឺគ្មានបងប្អូនណាដែលមានគ្រោះថ្នាក់ឡើយបងប្អូនអ្នកភូមិនៅពេលនោះនៅពេលដែលឮសម្ដីរបស់ឡំឌឿននិយាយបែបនេះគឺពួកគេម្នាក់ពិតជាសប្បាយចិត្តខ្លាំងណាស់ក៏ដូចជាកក់ក្ដៅផងដែរព្រោះថានៅកាលពីមុន
គ្មានគ្រូអាគមណាដែលគេហ៊ានធានាសុវត្ថិភាពអ្នកភូមិឡើយភាគច្រើនគេសឹងតែមិនអោយពួកអ្នកភូមិចូលទៅក្បែរទៀតផងប៉ុន្តែពលអមទាំង3នាក់នេះមិនដូចជាពួកគេឡើយគឺពួកគាត់ហ៊ានធានាសុវត្ថិភាពអ្នកភូមិដែលចូលទៅធ្វើពិធីជាមួយគាត់ទៀតផងដូច្នេះនៅពេលនោះអ្នកភូមិគេក៏យល់ព្រមគឺគេចង់ដឹងដែរថាតើពលអមទាំង3នាក់ប្រើនៅវិធីក៏ដូចជាប្រើនៅមន្តអាគមបែបណាទើបអាចកម្ចាត់នៅវិញ្ញាណដែលជាព្រាយចូលសន្តិដ្ឋខ្លួនរបស់លោកគ្រូសូត្រនោះលុះចូលដល់ពេលល្ងាចលោកអមទាំង3នាក់ហើយនឹងលោកតែមក៏ដូចជាអ្នកភូមិជាច្រើនពួកគាត់ក៏បានធ្វើដំណើរទៅមាត់ព្រៃដើម្បីចងនៅសីមាក៏ដូចជាដើម្បីធ្វើពិធីនៅក្នុងយប់នេះហើយនៅក្នុងអំឡុងពេលដែលពលអមទាំង3នាក់ពួកគាត់កំពុងតែធ្វើពិធីនោះក៏មានបងប្អូនអ្នកភូមិមួយចំនួនដែរដែលគេកំពុងតែអើតលើមគឺពួកគេចង់នឹងថាពលអមទាំង3នាក់អាចកម្ចាត់នៅវិញ្ញាណលោកគ្រូសូត្របានឬអត់ប៉ុន្តែពួកគេមិនហ៊ានចូលមកធ្វើពិធីជាមួយឡើយដោយសារតែពួកគេខ្លាចមានគ្រោះថ្នាក់ចំណែកនៅពេលនោះឡំតាមគាត់ក៏បានដឹកកូនគោមួយយកទៅចងភ្ជាប់នឹងដើមឈើដែលនៅពីមុខកន្លែងដែលពួកគាត់កំពុងតែធ្វើពិធីនេះចំណែកឯកូនគោនោះទៀតសោតគឺជាកូនគោខ្ចីដូច្នេះគឺវានៅមិនស្ងៀមឡើយគឺវាចេះតែស្រែករោមមេរបស់វាដោយសារតែវាឃ្លានបើហើយសត្វគោមួយក្បាលនេះវាគឺជានុយរបស់ពលអមទាំង3នាក់ដែលពួកគាត់បានដាក់បញ្ឆោតទៅកាន់វិញ្ញាណព្រាយដែលចូលសន្តិដ្ឋនៅក្នុងខ្លួនរបស់លោកគ្រូសូត្រចំណែកនៅក្នុងសមាគមរបស់ពលអមទាំង3នាក់ទៀតសោតគឺមានអ្នកភូមិរហូតទៅដល់10នាក់គឺរួមទាំងលោកមេភូមិតាមក៏ដូចជានីធឿនផងដែរលុះចូលប្រហែលជាម៉ោង7យប់សំឡេងសត្វឆ្កែលូដ៏ក្រលួចក៏ចាប់ដើមលូដូចជាសពមួយដងយ៉ាងចឹងគឺវាចាប់ដើមលូពីដើមភូមិរហូតដល់ចុងភូមិគឺវាលូរហូតដល់សត្វឆ្កែទាំងអស់នោះពួកវាក៏បានមកលូត្រង់កន្លែងដែលពួកគាត់កំពុងតែធ្វើពិធីនោះនៅក្នុងអំឡុងពេលដែលសត្វឆ្កែនោះវាកំពុងតែលូគឺមួយស្ទុះក្រោយមកកូនគោនោះវាក៏ចាប់ផ្ដើមផ្អើលគឺវាហាក់បីដូចជាដឹងថាមានសភាវៈអ្វីកំពុងតែចង់ប្រមាញ់វាហើយគឺវាចេះតែលោតទៅលោតមកប៉ុន្តែដោយសារតែលោកមេភូមិតាមគាត់បានយកខ្សែគោចងវារួចអស់ហើយដូច្នេះវាមិនអាចរត់ទៅណារួចឡើយនៅពេលនោះអ្នកភូមិគេស្រាប់តែមានការភ្ញាក់ផ្អើលជាខ្លាំងគឺពួកគេបានក្រឡេកទៅក្នុងកំពូលព្រៃមួយនោះក៏ស្រាប់តែមានឃើញពន្លឺដែលហាក់បីដូចជាភ្នែកមនុស្សយ៉ាងចឹងគឺមានពីរគ្រាប់គឺជាពន្លឺភ្លើងពណ៌ខៀវតែម្ដងចំណែកនៅពេលនោះលោកអមទាំង3នាក់ពួកគាត់ក៏បានដឹងហើយថានេះប្រកាសជាវិញ្ញាណព្រាយនោះគេចាប់ផ្ដើមឃ្លានចំណីទៀតហើយតែមើលប្រហែលជាវាចាញ់នៅនុយបញ្ឆោតរបស់ពលអមទាំង3នាក់ហើយលុះមួយស្ទុះក្រោយមកវិញ្ញាណមួយនោះវាក៏បានទៅដល់កន្លែងសត្វគោដែលពួកគាត់ចងចំណែកពេលនេះអ្នកភូមិជាច្រើនគេក៏បានឃើញនៅរូបរាងយ៉ាងច្បាស់គឺរូបរាងរបស់លោកគ្រូសូត្រប៉ុន្តែនៅពេលនេះគឺពួកគេមើលសឹងតែមិនចង់ស្គាល់ដោយសារតែគឺមានក្លិនអសោយជាខ្លាំងណាមួយរូបរាងរបស់គាត់នៅពេលនេះពិតជាអបល័ក្ខខ្លាំងណាស់ហើយមិនត្រឹមតែប៉ុណ្ណោះបើក្រឡេកមើលទៅលើក្បាលរបស់គេទៀតសោតគឺមានស្នែងដុះពកចំនួន2មើលទៅពិតជាចម្លែកខ្លាំងណាស់អ្នកភូមិពេលនោះគេរៀងរញើតខ្លាំងណាស់គឺគេក៏ចាប់ផ្ដើមពួននៅខាងក្រោយខ្នងរបស់ពលអមទាំង3នាក់ពេលនោះលំដឿនលំក្រាក់គាត់ក៏បាននិយាយលងទៅកាន់អ្នកភូមិថាមិនអីទេបងប្អូនទាំងអស់គ្នាសូមកុំខ្លាចអីគឺបន្តិចទៀតគឺវាបានចូលក្នុងអន្ទាក់យើងហើយគាត់ថាមាននៅពេលដែលសភាវៈមួយនោះវាធ្វើដំណើរទៅដល់កន្លែងសត្វគោហើយវាក៏ព្យាយាមចាប់សត្វគោនោះដើម្បីស៊ីនៅគ្រឿងក្នុងសត្វគោប៉ុន្តែគ្រាន់តែវាបានឈៀងជើងចូលទៅដល់កន្លែងសត្វគោភ្លាមគឺយន្ត8ទិសរបស់លំដឿនក៏បានហោះសង្កាំងនៅលើក្បាលតែម្ដងនៅពេលនេះព្រាយផ្អាត់គម្ពីរមួយនេះវាក៏ត្រូវបានចាញ់ល្បិចបញ្ឆោតរបស់ពលអមទាំង3នាក់ហើយដោយបានយន្ត8ទិសរបស់លំដឿនបានគ្រប់ដណ្ដប់ពាសពេញនឹងដូច្នេះវាពេលនោះវាពិតជាខឹងខ្លាំងណាស់
វាក៏ព្យាយាមចេញពីកន្លែងនឹងដែរប៉ុន្តែទោះបីជាវារត់ទៅខាងឆ្វេងឬក៏រត់ទៅខាងស្ដាំក៏វាមិនអាចរត់ចេញរួចបានឡើយចំណែកយន្ត8ទិសរបស់លំឌឿនទៀតសោតគឺវាចេះតែប្រើអានុភាពខ្លាំងឡើងដោយសារតែលំឌឿនគាត់ចេះតែសូត្របាលីបន្ថែមរហូតដល់រិទ្ធរបស់យន្ត8ទិសរបស់លំឌឿនគឺរិទ្ធតែខ្លាំងឡើងចំណែកនៅពេលនោះគឺយន្តរបស់គាត់ក៏ចេះតែសង្កត់វិញ្ញាណព្រាយនោះលុះមួយសន្ទុះការក្រោយមកវិញ្ញាណព្រាយនោះវាមិនអាចទៅណារួចឡើយគឺយន្ត8ទិសរបស់លំឌឿនគឺវាចេះតែសង្កត់រហូតដល់វិញ្ញាណនោះវាក្រាបនៅនឹងដីតែម្ដងប៉ុន្តែពេលនោះវិញ្ញាណព្រាយនោះវាពិតជាឆ្លាតខ្លាំងណាស់គឺវាក៏ចាប់ដើមប្រែក្លាទៅជាលោកគ្រូសូត្រគឺវាបាននិយាយថាកូនសិស្សជួយលោកគ្រូផងគឺគេនិយាយសំដៅទៅកាន់នាយធឿនដែលជាកូនសិស្សសំណប់របស់គេនាយធឿនពេលនោះគេសឹងតែរត់ទៅជួយហើយប៉ុន្តែក៏ត្រូវពលឡំទាំង3នាក់គឺពួកគាត់បានខិតជាប់គាត់បាននិយាយថាកុំទៅជួយគេអីនេះគ្រាន់តែជាវិញ្ញាណព្រាយដែលបានប្រែកាឡាតែប៉ុណ្ណោះសម្រាប់លោកគ្រូឯងទៀតសោតគឺគាត់បានស្លាប់ជាយូរហើយគឺព្រាយបាតគម្ពីរបែបនេះគឺនៅពេលដែលវាចូលសន្ធិដ្ឋទៅលើរូបរាងកាយរបស់អ្នកណាគឺម្ចាស់របស់វាគឺបានស្លាប់បាត់ទៅហើយគឺនៅសល់តែសម្បកខ្លួនតែប៉ុណ្ណោះចំណែកឯវិញ្ញាណនេះគឺជាវិញ្ញាណព្រាយបាតគម្ពីរដែលនៅក្នុងគម្ពីររបស់លោកគ្រូឯងនឹងឯងនាយធឿននៅពេលនោះគេពិតជាអស់សង្ឃឹមក៏ដូចជាតក់ស្លុតខ្លាំងណាស់នៅពេលដែលឮសម្ដីពលអមទាំង3នាក់បាននិយាយប្រាប់ទៅកាន់គេចំណែកនៅពេលនោះគឺពួកគាត់ត្រៀមនឹងបញ្ចប់ជីវិតរបស់ព្រាយនឹងហើយគឺគាត់បំរុងនឹងកំចាយវិញ្ញាណដោយលំឌឿនគាត់ក៏បានឲ្យលំហាំរិនគាត់ដកយកកំបិតយមរាជរបស់គាត់ចេញមកនៅពេលនោះលំហាំរិនគាត់ក៏បានសូត្រសាបអាគមរបស់គាត់បន្ទាប់មករឹតអំណាចនៃកំបិតយមរាជរបស់គាត់វាក៏បានហោះទៅចាក់ទម្លុះខ្លួនប្រាណរបស់ព្រាយបាតគម្ពីរមួយនោះធ្វើឲ្យវាស្រែកដោយសេចក្តីឈឺចាប់យ៉ាងខ្លាំងបន្ទាប់មកវិញ្ញាណរបស់ព្រាយបាតគម្ពីរនោះវាក៏បានរលាយខ្លាចជាផ្សែងខ្មៅហោះរសាត់តាមខ្យល់បាត់ទៅហើយនៅពេលនេះពួកគាត់អាចកម្ចាត់នៅវិញ្ញាណដ៏អាក្រក់ដែលតែងតែអោបឡុកអ្នកភូមិនៅក្នុងភូមិនេះបានហើយដូច្នេះសឹកអាគមនៅយុគនេះគឺពួកគាត់បានបញ្ចប់តែត្រឹមនេះហើយសាច់រឿងរបស់យើងក៏សូមចប់តែត្រឹមនេះអញ្ចឹងជាចុងក្រោយបើសិនជាខ្ញុំបាននិទានទៅមានពាក្យពេចន៍លើសលុះឬខ្វះខាតtrongចំណុចណាក៏សូមពុកម៉ែបងប្អូនមេត្តាអភ័យទោសផងអញ្ចឹងជួបគ្នានៅអេពីសូតក្រោយៗទៀតសូមជម្រាបលាពុកម៉ែបងប្អូន